ដំណើរជីវិតនឹងវាឃ្លាតព្រាត់ទៅគ្រប់គ្នាមិនប្រកាន់តែអ្វីដែលវាខុសគ្នាដែលយើងគួរកត់សម្គាល់មួយគឺពេលវេលាហេតុអីបានអ្នកខ្លះគ្រាន់តែកើតមកត្រឡប់ទៅវិញអ្នកខ្លះ2 10អ្នកខ្លះ8 10អ្នកខ្លះ40អ្នកខ្លះ50អ្នកខ្លះ60មិនគួរមិនដូចគ្នាថាពូជនៃការសន្សំនឹងគឺវាខុសគ្នាមានន័យថាហេតុវាខុសគ្នាបានផលមកទទួលខុសគ្នាដែរថ្ងៃនេះញាតិញោមយល់ពាក្យពីរម៉ាត់នឹងហេតុហើយនឹងផលអ្នកកាន់ពុទ្ធសាសនាឲ្យទៅយល់ពាក្យពីរនឹងដោយច្បាស់ប្រាកដដោយប្រាជ្ញាមិនមែនគ្រាន់តែយល់ដោយលឺអាត្មានិយាយទេគឺយើងយល់ដោយការគិតពិចារណារកហេតុហើយនឹងផលនឹងឲ្យច្បាស់ជីវិតយើងដើរអត់ខុសទេញោមធ្វើបុណ្យក៏ចំណេញបុណ្យរស់នៅជីវិតប្រចាំថ្ងៃក៏អត់មានអ្នកណាអូសទាញយើងទៅផ្លូវខុសបានដែរដោយញាតិញោមរាល់ថ្ងៃចង់បានសេចក្តីសុខទៅរកខ្សែចកេះទៅរកបាយសីទៅរកបោកក្អមទៅរកលោកលៀបកមួនទៅរកអីណាអាហ្នឹងមកពីយើងវាអត់យល់អាពាក្យពីរហ្នឹងបើយើងយល់ពាក្យពីរម៉ាត់ហេតុហើយនឹងផលហ្នឹងឲ្យច្បាស់ម្លេះសំយើងអត់ចេះទៅដើរខុសទេដូចឧទាហរណ៍យើងរស់នៅសពថ្ងៃឧទាហរណ៍តែសុកស្រាប់តែយើងកលាប់ឡានឬក៏សុកគេមកជ្រែកជេរយើងដល់មុខផ្ទះទាំងដែលយើងអត់ដឹងអីសោះក៏បើកភ្នែកឡើងឯងមិនទាន់បានទៅជេរនាងហ្នឹងផងមកលត់ពុតជេរមុខឯងមុខផ្ទះបាត់ហើយដល់យើងអត់យល់អាពាក្យពីរម៉ាត់ហេតុហើយនឹងផលហ្នឹងគឺយើងខឹងជេរទៅគេវិញភ្លាមដល់ពេលអ្នកយល់ធម៌យល់ច្បាស់អំពីពាក្យពីរហ្នឹងគេទទួលព្រមអាគេជេរហើយនៅអាញឹមទៀតណាអញបែបប្រហែលរួចនាងជាតិហ្នឹងហើយបើយើងជពាក់គ្នាពីមុនមកអញពីមុនសាងហេតុនឹងជាមួយនាងយ៉ាងណាឥឡូវនាងមកបដោះហេតុនឹងជាមួយខ្ញុំថ្មីក៏ដោយឬក៏នាងមកសងផលឲ្យខ្ញុំពេលហ្នឹងក៏ដោយណែដូចញោមគាត់រៀនអភិធម្មយើងរៀនដល់អហេតុកៈ18ហ្នឹងដំបូងគេមិនអហេតុកៈអកុសលវិបាក7ដួងបន្ទាប់មកអហេតុកៈកុសលវិបាក8ហើយមហាកិរិយាចិត្ត3យើងចប់ហើយអហេតុកៈ18ហ្នឹងប៉ុន្តែអហេតុកៈអកុសលវិបាក7សោតប្រសាទក្តីឃានណៈក្តីជីវហាក្តីរស័កក្តីកាយក្តីអាទ្វា5ហ្នឹងវានាំមកតែរឿងមិនល្អទាំងអស់អាភ្នែកចេញក្រៅឡានទៅចង់ដូចថាពិបាកចិត្តរឿងប្តីចង់ទៅអង្គុយ relax នៅមាត់ទន្លេនៅភ្នំអីបន្តិចខឹងប្តីនៅផ្ទះអត់ចង់ជួបមុខប្តីស្រាប់ចេញទៅ relax ទៅជួបអាមនុស្សគេជេរគ្នានៅនោះទៀតហ្នឹងអាឯងមិនចង់លឺចង់ឃើញអារឿងអាក្រក់ហ្នឹងសោះប៉ុន្តែហល់វាត្រូវឲ្យឃើញអាហ្នឹងវាជាផលដែលយើងបានសន្សំទុកមកហើយត្រូវតែពេលហ្នឹងគឺត្រូវតែជួបអារឿងដែលខ្លួនឯងអត់ចង់រួចជួបភាសាធម៌ក្នុងបរមត្ថធម៌លោកហៅថាត្រូវតែទទួលនៅអនិច្ចារម្មណ៍ពេលហ្នឹងគឺអារម្មណ៍របស់យើងត្រូវទទួលនៅអារឿងដែលយើងអត់ត្រូវការអារម្មណ៍ដែលយើងអត់ត្រូវការប៉ុន្តែវាត្រូវតែមកព្រោះអីព្រោះវាហេតុដែលយើងសន្សំមកហើយវាត្រូវតែទទួលផល never say no ពុទ្ធសាសនានេះតែដល់ពេលវេលាដែលត្រូវទទួលផលអត់មាននិយាយថា no ទេព្រោះអីព្រោះហេតុយើងសន្សំមកហើយស្អីហេតុអកុសលចិត្ត12មុនពេលយើងរៀនចូលដល់អហេតុកៈ18ហ្នឹងដំបូងយើងយល់អំពីហេតុគឺអកុសលចិត្ត12លោភមូលចិត្ត8ទោសមូលចិត្ត2មោហមូលចិត្ត2តើយល់អំពីហេតុហ្នឹងទៅយើងអត់ចេះទៅកើតទុកក្តៅកាហាយនឹងគេជេរអាជួបរឿងអីក៏ទទួលយកទាំងអស់ព្រោះយើងយល់ច្បាស់ថាអាហ្នឹងអញអ្នកសាងពីមុនមកអញអ្នកសន្សំហេតុព្រោះពុទ្ធសាសនាអត់ដែលមានផលកើតអត់មានហេតុទេមិនដែលមានផលកើតឡើងដោយឯងទេដូចយើងចង់បានសេចក្តីសុខយើងទៅសុំសេចក្តីសុខពីគ្រូពីគ្រាពីអ្នកដតីណាមកអាហ្នឹងមានន័យថាយើងទទួលរកតែផលដែលអត់យល់អំពីហេតុសោះឧទាហរណ៍តែសុកទៅសុំសេចក្តីសុខសុំសេចក្តីចម្រើនពីអ្នកដតីទៅសុំមិនបានបើយើងអត់តន់សន្សំអាហេតុនាំឲ្យកើតសុខនេះផងហ្នឹងយើងរត់ទៅរកផលហ្មងវាមិនចេញផលកើតឧទាហរណ៍តែយើងចង់បានផ្លែស្វាយវាតដាក់ពូជស្វាយនៅដីសិនបានវាបានផ្លែស្វាយហូបហើយបើមិនដាំស្វាយទេតនាំគ្នាទៅយករលុយទៅទិញស្វាយហ្នឹងមកជាហេតុសិនបានស្វាយហ្នឹងយកមកហូបកើតជាផលដាប់តន់មកនិយាយញោមហេនិយាយដូចយ៉ាងញាប់តិចថងសាយស្ដាប់អត់បានបងថ្ងៃនេះនិយាយតែពាក្យពីរម៉ាត់ហ្នឹងមិនបាច់និយាយអីច្រើនទេមិនបាច់ធေါ်ជ្រៅអីពេកទេមករកវិធីនិយាយសម្រាយឲ្យស្រួលស្ដាប់ព្រោះយើងមិនមែនអ្នកអភិធម្មទេញាតិញោមសិនអ្នករវល់ការងារអញ្ចឹងមិនបាច់ទៅនិយាយធေါ်ជ្រៅអីពេកក៏និយាយតែកាលណាយើងយល់អំពីពាក្យពីរម៉ាត់ហេតុហើយនឹងផលជីវិតយើងអត់ដើរខុសទេហើយយើងអត់ទៅជឿអីដតីហើយចិត្តយើងក៏អត់កើតក្រៅកាហាយកើតដែរអត់កើតអកុសលកើតដែរឧទាហរណ៍ទៅដូចម៉ែនិយាយមិញអញ្ចឹងបើកភ្នែកឡើងអត់បានទៅសាងអីជាមួយគេសោះស្រាប់គេមកជេរយើងអ្នកយល់ធម៌យើងយល់ថាមិនមែនសុកគេមកជេរយើងដែលអត់ហេតុទេនឹងវាសុទ្ធតែមានហេតុពីមុនមកច្បាស់ណាស់អញសន្សំពូជជាអកុសលជាមួយគេបានតែសុកគេមកបដោះផលហ្នឹងឲ្យយើងឧបមាដូច
បងលេរីប្រធានវត្តចាស់គាត់ទៅរៀនអភិធម្មដែរហ្នឹងគាត់សួរថាចុះឧទាហរណ៍តែសុកចៃដន្យក្នុងពិធីជួបជុំមួយគាត់កាន់ចានសម្លមួយក្តៅហើយស្រាប់តែអត់មានបំណងជះទៅលើអ៊ីហ្នឹងទេប៉ុន្តែស្រាប់តែចៃដន្យចពុបជើងជះទឹកសម្លពេញលើអ៊ីហ្នឹងអាលៀកគាត់ទៅហើយយើងនេះអត់មានបំណងទេសួរថាអាហ្នឹងវាជាស្អីគាត់ថាចៃដន្យអត់មានបំណងទេអាត្មាក្នុងពុទ្ធសាសនាព្រះលោកបង្រៀនយើងពាក្យថាហេតុហើយផលអត់មានចៃដន្យទេអាហេតុវាគ្រប់គឺវាកើតពុទ្ធសាសនាអត់មាននិយាយពាក្យចៃដន្យទេចៃដន្យជាភាសាដែលយើងនិយាយគ្នាទេរឿងគ្រប់យ៉ាងសុទ្ធតែមានហេតុឧបមាដូចក្អែកអញ្ចឹងណាញោមព្រះសម្ដែងក្នុងសតនបិដកពីបុគ្គល3ពួកក្អែកមួយពួកលោក7អង្គមួយពួកហើយប្រពន្ធនាយសំពៅមួយពួកអាក្អែកនេះញោមមើលមកជីវិតរបស់វាមិនមែនមិនស្គាល់ពីរបៀបហើទេវាហើសេរីភាពរបស់វាមកជីវិតវាហ្នឹងប៉ុន្តែដល់ពេលហ្នឹងស្រាប់តែសុកវាឈប់ហើលើមេឃវាទៅហើចូលវិលឆ្នាំងអ្នកស្រុកឆេះតិចហើយវិលឆ្នាំងមានធំណាវិលឆ្នាំងគេដាំទឹកក្តៅទូចតែមួយហ្នឹងហើយមិនបានវាសុកវាទៅហើចូលវិលឆ្នាំងហើយបើយើងអត់យល់ហេតុយើងទៅជេរអាសត្វហ្នឹងថាវាឈួតវាអត់ឈួតទេវាដល់ពេលវាត្រូវចូលចឹងហ្មងហ្នឹងហើយពេលវេលាដែលវាដល់តែហេតុវាគ្រប់គឺផលវាកើតដោយសារអីអតីតគាត់ហ្នឹងជាកសិករគាត់ភ្ជួរគោហើយដល់ភ្ជួរគ្នាមកព្រឹកទៅថ្ងៃត្រង់អញ្ចឹងដល់ពេលប្រពន្ធយកបាយទៅញោមណាមុនមកអាមេរិកយើងធ្លាប់ភ្ជួរស្រែដឹងហើយលីនឹងគាល់ដឹកគោទៅតាំងពីព្រលឹមភ្ជួរអញ្ចឹងទៅដល់ពេលថ្ងៃរសៀលបានប្រពន្ធយកបាយទៅឲ្យហើយដល់ប្រពន្ធយកបាយទៅឃើញប្រពន្ធយកបាយមកបញ្ឈរគោចោលកណ្ដាលស្រែហ្នឹងមកអង្គុយស៊ីបាយនៅលើភ្លឺស្រែហើយអាសត្វនេះគ្នាមានវិចារណញ្ញាណដែរណាញោមត្បិតតែគ្នាជាសត្វគ្មានធម្មសញ្ញាមិនចេះនិយាយភាសាយើងមែនប៉ិនវាមានចិត្តសត្វតិចថាជេរវាអត់ដឹងដូចឆ្កែឯងញោមជេរវាមុខគ្មានរីកទេវាដឹងតែយើងជេរវាតាអញ្ចឹងប្រើវាមកព្រឹកទៅថ្ងៃត្រង់វាមិនសบายចិត្តអីវាគិតគ្នាវាណាម្ចាស់ទៅស៊ីបាយលើភ្លឺស្រែវានិយាយគ្នាវាចុះម្ចាស់យើងក៏ចិត្តអាក្រក់អីចិត្តអាក្រក់ម្លេះប្រើយើងមកព្រឹកទៅថ្ងៃត្រង់ខ្លួនគាត់ចេះទៅស៊ីបាយផឹកទឹកវានិយាយគ្នាវាចេះទៅស៊ីបាយផឹកទឹកហើយយើងអត់ឲ្យសម្រាកបញ្ឈរចោលយើងព្រមព្រៀងគ្នាថាពេលគាត់មកវិញយើងនាំគ្នាឈប់ដើរប្រើឲ្យមិនក៏ឈប់ដើរដល់វាព្រមព្រៀងគ្នាចឹងអាម្ចាស់ស៊ីបាយហើយទៅវាយវាឲ្យដើរអូសនឹងគាល់ទៅវាឈប់អូសវានៅថ្មឹងដល់ឈប់អូសម្ចាស់វាខឹងវាយវាមិនដើរទៀតយកអាកបិតស្នៀតធម្មតាអ្នកជួស្រែអីគាត់មានអាកូនបថៅឬកបិតស្នៀតនៅចកេះសម្រាប់វាយស្នៀតនឹងគាល់វាយឲ្យចូលពេលវាឃ្លាតវាបើកវាអីគាត់វាយស្នៀតនឹងគាល់ចូលអញ្ចឹងយកអាកបិតនៅចកេះនោះចាក់ផ្លូវវាហ្មងចាក់វាកាន់តែឈឺវាអត់ដើរវាលុតជង្គង់ទាំងពីរអ្នកនឹងក្នុងផុកហ្នឹងដល់ទ្រាំមិនបានធ្វើអីមិនដើរធ្វើអីវាងើបវាយក៏ងើបចាក់កបិតហើយក៏មិនដើរក៏ងើបទៀតទៅទាញសបើងទាញអស់មកចាក់សាំងកោដុតគេទាំងរស់ទៅញោមហើយគ្រាន់តែខ្លួនឯងចូលភ្លើងនឹងត្រូវគេដុតនឹង499ជាតិអាជាតិទី500ដែលក្អែកនេះវាដល់ពេលរបស់វាត្រូវចូលភ្លើងយ៉ាងមកមិនបាច់អាណាចាប់វាដកចូលភ្លើងទេឃើញដោយសារអីហេតុពីមុនមកវាដុតគេទាំងរស់ហ្នឹងហើយវាមានហេតុចឹងដល់ពេលយើងសិក្សាអំពីធម៌របស់ពុទ្ធឲ្យល្អិតទៅយើងអត់ចេះកើតទុកជាមួយគេធ្វើអាក្រក់ដាក់យើងទេគឺយើងសប្បាយចិត្តទទួលយកហេតុអីបានមកថាឲ្យសប្បាយចិត្តទទួលយកតែកាលណាយើងកើតទុកក្តៅកាហាយទៅចងមួយគេទៅទៀតហ្នឹងហើយវាអត់ចប់កាលណាយើងមិនពេញចិត្តទទួលយកផលដែលយើងបានសាងហើយណាអានឹងវាបដោះឲ្យយើងកាន់តែទទួលផលនឹងបន្តទៀតពីព្រោះអីពីព្រោះយើងអភិជាបាតតោសៈមូលចិត្តវាចងយើងទៅរហូតវិលអញ្ចឹងញោមមើលវត្តដាក់នឹងវាវិលដូចជាដីនៅជាប់នៅកង់រត់នឹងអញ្ចឹងណាបើយើងខំប្រឹងជំរះខំប្រឹងលៀងវាទៅដីនឹងវាជ្រះសាទៅវាឈប់វិលនៅជាប់នៅកង់រត់នឹងតែបើសិនជាយើងកើតអភិជាបាតៈជាមួយអ្នកដែលសាងមិនល្អមកលើយើងវាវិលបន្តគ្នាអញ្ចឹងមកយើងទាំងអស់គ្នាគួរក៏បីតក់ស្លុតញោមតក់ស្លុតនៅអកុសលនឹងគួរសង្វេគណាញោមបើយើងយល់អំពីធម៌ពុទ្ធមែនតើណាអញ្ចឹងបាទអាត្មាអត់ទៅណារួចតាំងពី2ដល់ឥឡូវ40ហើយញោមឃើញដោយសារយល់អំពីធម៌ទៅគឺនឿយណាយពីជីវិតនឹងនឿយណាយអំពីវត្តដាក់នឹងឯងប៉ុន្តែអញ្ចឹងមិនមែនអាត្មាព្រះអរហន្តទេថាខ្លួនឯងនឹងថានឿយណាយពាក្យថានឿយណាយមានន័យថាអត់ចង់ទៅវិលរការជាប់ចម្ពាក់ទៅនៅក្នុងភពនឹងទៀតទេមិនតាំងចិត្តថានៅអញ្ចឹងប៉ុន្តែមិនដឹងថាតាំងបានប្រមាណណាញោមអាហ្នឹងវាមិនទៀងទេបងណាវាដូចអាត្មាធ្លាប់និយាយរឿងគ្រប់យ៉ាងនៅក្នុងโลกនេះវាមិនទៀងទេពេលហ្នឹងយើងតាំងចិត្តចឹងតាំងពីក្មេងមកបានដល់ពេលវ័យប៉ុណ្ណឹងប៉ុន្តែចៃដន្យវាពេលវេលាណាមួយយើងវាមិនដឹងដំណើរជីវិតនេះអ្វីគ្រប់យ៉ាងមិនទៀងនៅពេលដែលមិនតន់មកដល់ដល់យើងយល់ធម៌ទៅយើងកាន់តែនឿយណាយពីជីវិតហ្នឹងធ្វើឲ្យចិត្តរបស់យើងហ្នឹងកាន់តែស្រឡះទៅលែងជាប់ចម្ពាក់ជាមួយរឿងនៅក្នុងโลกហ្នឹងច្រើនចឹងបានមកនៅខ្មែរមកមានស្អីមកឲ្យទៅគេអស់ញោមឃើញសកម្មភាពមកមើលសកម្មភាពវាយទៅឃើញមានស្អីយកទៅជួយគេអស់បើអត់ដែលទុកនៅខ្លួនទេហើយចិញ្ចឹមក្មេងចិញ្ចឹមលោកឲ្យរាល់ថ្ងៃនេះទោះបីមកមិននៅទីនេះហើយក៏នៅតែអាត្មាទទួលភារៈបង់ថ្លៃសាលាឲ្យលោកកព្រាទូទាំងប្រទេសដដែល
mà sao dụng sao mấy bong pi ong khả năng khai ní một phay ong chiêng à mai trong rốt ọt rồi đấy pro ong class là thay hay mà năm miên tập của mùi rồi pram rồi hay không mà buôn năm mình chọc không mà ong hay mà tôi chập mai chập bong pi pon một phay một đòn pi pon phay buôn ní bay năm chiêng buôn năm ní cứ ban chiêng mà rồi ong khả năng phải xong để mà bong chẳng mà ong bây giờ kết tập của mùi hỏi buôn năm với châuประมาณđấy hay mà rồi ong chiêng ấy bực kịch chỉ phải cháy cho anh cô xóm đây hay chưa thành xóm chân từ bằng nà mình men cách cao tờ mùi nó nghe thời sai dương chia tờ kịch tha vật đó thôn thiên mà nô bởi sở lạnh chiết dương trẻ chui tam mà quấy thì dương ai chui bàn bờ kịch tha dương nỉ dây rư đắc nom kia tờ to ba rương ấy mùi nút cứ mình nghề tê bỏ dương thường mình cào tới toàn ngợp tầng ọc này bờ thang ngợp tầm mình nét ngợp mỗi bát mùi ngợp pí bát pì này ngày chăng khmiên vị thi ấy cao pi dương chui vật đó thôn thiên mà nước tam mà quấy thì dương ai thưa bàn tê bởi sở lạnh chiết mọc dương châu tho dương này vinh còn châu tầm này chẳng ngày lại màu chào nó màu nồng mốc à dương đã can Phật sát na oi thì vô bịa pi mặt năng dương ọt đào khóc tỉ dương rồi ngày cái ô tiền dương từ khóc từ chưa nô từ sông nô năng đời sai dương ọt toàn vô bịa pi mặt năng đập dương vô thả pre lục bằng riêng dương thả rương cục giang ọt đào cào Paul đây mình miền hai tỉ chẳng vì dương sọc dương từ sông Paul cứ sẽ đây sọc từ sông cái tôi lê từ sông say pi say cả đôi cứ mình miền Paul để ao dương từ tê đôi mình miền hai tê dương pi cha na tao chỉ vật dương rô ngày do dương mẹn sọc từ sông lui cái ao dương chạy cào tê to là hết dương nom đi từ thưa ca bay đầy bay nhớ thưa ca về chỉ hết đọc bàn lui cái bao có dương vì chỉ Paul vì mẹn sọc từ sông lui cái vô mà chạy bàn hả mình chẳng nhau mấy nằng đòi dương riêng bị cha na nghe mạch từ vô bay đọ mà rồi đọc chọc nữa đòi dương vô bịa pi mặt nó dương ọt chết đào khóc tỉ hay đòi dương vô bịa pi mặt nó có dương sòng vây luôn dương thà nà pe để dương cao môi chiết nâng dương khoa đầy dương khoa chương dương ban vào đây mình vào cọp đôi thò ban côn của côn thưa ba plau chật miền nhiệt của nhiệt nâng thưa ba miền mất phẹo môi sờ lanh smile chỉ vật có ti bằng phật kịch chay lôi ọt song hai kịch thưa từ rốt là cam plau chật điềm mẹ bằng khôi kê chmok và thêm tiết hai ấy coi chỉ vật nẹt láng đò pe còn ọt ban vô thò tao còn tao phải áp pe còn một vài cùng lục rùa hai ấy coi chỉ vật cái nào cũng vết tên nia dạng nâng nè à mai ban cao mau mình toàn ban khơi và lư ngay mai slap cho ruộng nâu mà nè anh chỉ môi nè đợt tây cái thưa bạp thưa từ rốt là cam đó là ban vào đây thưa bạp đó là ban côn về thưa bạp róp an mất phẹ môi buộc cháy lôi mình sao sợ rương bật đó còn mà dùng riệp róp này nè thà hai ấy ban chỉ vật cả ná nó vừa quê tình yêu mà lại ban tham thà nhôm bờ kết pi chỉ vật mà nước mà nè thà dương quê tình yêu không biết là na quê tình yêu đôi dương ní mà bị phộc lột nâng bờ kết thà mà nụ mà nè mình chụp hai quê tình yêu nó cứ mình miền tì pro mà nước lơ lột ní ọt miền là na cao mau chụp ta sẽ cái đây sọc là hô tê dương còn priệp thay chỉ vật dương và khóc bị kê hay kê và ọt đôi dương xong bay ta côn sạch phen đây còn mình bật cọt thật đây lơ sờ long lơ puk lơ riết bà lang nâng nhầm là hô đây mình chẳng đấy nhôm đấy còn này kê mình riệp róp ông pi sẽ cái đây tốc bọc kê mà ao dương đăng bắt sẽ cái đây tốc mà nụ mà nè cứ tay bật cọt chẳng tròn nâng hai để pre lục nơi này pi chỉ vật nè hay lục không prăng lẹ cháu làm pi ca chọp chấm pẹ tới nó không phúc nè chẳng ca một phúc rùa nâng cháu pầm pia cháu ria hol cháu bay đa cháu riết sầm bát đời xa nơi này pi chỉ vật nâng thay chỉ vật nâng vừa phải chung đôi sẽ cái đây tốc chẳng đôi tham ta xe sập hư đầm nọ sai pa nhà hai chỉ vật nó chấm non lại miệt tại ca mỗi tham thay chỉ vật dương nó việc đôi chia sầm lò mà chu krương mà năng chứ đại hao tham mà chu krương tao bán tao vừa xóm cướp rùa chiết ban kê ao son là mọt tham mà chu krương tao cắt mẹ đã tật hay một phần lấy dương hao mà chu krương đó đại là hao thay chỉ vật cứ viêm miên cướp rùa chiết chuột prọt sao dùng sọc tục tờ sao nân tia hay tờ sao hay nân tia đấy men chuột tờ dương nè hay cái bọt plau chập đấy có đôi men chuột tờ dương rương sẽ cái đây tục để dương chuột cứ kế có chuột đấy phổ kế còn pung ruột nâu bạc cắt nó không phúc nâng tầm mùi cái này chẳng kịch tờ na có bọt ruột tờ sao nân tia sọc tục nâng này chẳng kê có chẳng dương có chẳng ao tờ thôi chặt tờ tua prom tới về sọc nè hay ao vô làm pi hai ta hai ấy bàn dương chỉ vật nâng việc khó kếถ้าวิสัตเมียนให้ต่างอ๋อไม่บานเกนั่งเวสนกเวสรัวไปแบบปนเกสลังคนนี้ละอกละเอิญปานเนคลาสลังแต่มกยืงนั่งเต้ปานดองคอยขน้องดังจานออกมาเรียวยืงไม่ดังนั่นไงจังเรื่องชีวิตมนุษย์มันเนี่ยมันโดยคนนี้เต้จังยืงกองแจปัดโดยแจปัดโตจัดชีวิตอันไม่กูแบบมันโดยเกชีวิตมนุษย์มันเนี่ยมันโดยคนนี้เต้สำคัญยืงตัวโปร่งอันนั้นสกโดยธรรมะหลอบเลือกตีหอไฮพอลนั่งเลือกตำมาเรื่องให้โยมเรียนปิจานาให้ยืงสังเวยต่อสลดนดำนาชีวิตหนึ่งกรรมđểยืงสางมาเลือกตำมาเรื่องจอบทอแต่มาดองเมื่อต้อยสดับมาเนี่ย
លើករឿងហ្មងឲ្យបានឆាប់យល់អំពីហេតុហើយផលហ្នឹងហើយយើងខ្លាចកម្លាំងកម្មហ្នឹងកុំសាងដូចញោមគាត់និយាយមិញថាគ្មានស្អីដែលឲ្យសុខក្រៅអំពីសេចក្តីល្អទេបុណ្យកុសលការសន្សំបុណ្យហ្នឹងហើយជាហេតុនាំឲ្យយើងបានសេចក្តីសុខមិនបាច់ទៅរកសុខឯណាទេមិនបាច់ទៅសុំសុខឯណាទេកាលណាខ្លួនយើងបានប្រព្រឹត្តសេចក្តីល្អអាសុខហ្នឹងវាឲ្យផលក្នុងចិត្តយើងរហូតទោះបីអ្នកដតីគេអត់ដឹងថាយើងធ្វើល្អប៉ុន្តែអ្នកណាអ្នកដឹងញោមខ្លួនយើងដឹងអាក្រក់ដូចគ្នាយើងលាក់អ្នកដតីបានប៉ុន្តែលាក់អ្នកណាអត់បានលាក់ខ្លួនយើងអត់បានទេវាឡងបន្លាចយើងរហូតភ័យរហូតញោមសាកទៅញោមណាពីក្មេងមកដូចថាយើងបែកពីអាពតមកយើងខ្វេកឃ្លានពេកអត់ដាច់បាយដាច់ទឹកឃើញផ្លែលហុងគេមួយលួចបេះលហុងគេមួយហ្នឹងឲ្យតែឃើញម្ចាស់គេពេលណាមកទល់ឥឡូវហ្នឹងបែកពីអាពត40ឆ្នាំហើយឃើញមុខតាម្ចាស់លហុងហ្នឹងគឺអោនមុខចុះរហូតហ្នឹងហើយសេចក្តីអាក្រក់ហ្នឹងគេវាអត់ដឹងបើវាលងបន្លាចយើងក្នុងចិត្តយើងរហូតណាសេចក្តីល្អដូចគ្នាគឺវាឲ្យសុខយើងរហូតនឹកឃើញសេចក្តីល្អពេលណាសុខពេលហ្នឹងនឹកឃើញថ្វាយអង្គមម៉ែពេលណាញឹមទៅបីម៉ែស្លាប់ទៅ20ឆ្នាំហើយក៏ដោយប៉ុន្តែនឹកឃើញធ្វើបន់កតញ្ញូស្រោចទឹកឲ្យម៉ែឃើញរូបថតនឹកឃើញកាលស្រោចទឹកឲ្យម៉ែឃើញរូបថតនឹកឃើញកាលថ្វាយអង្គមជូនបាយម៉ែឃើញរូបថតនឹកឃើញកាលថើបម៉ែកាលអោបម៉ែអោបឪពុកថើបឪពុកលុតជង្គង់ថ្វាយអង្គមឪពុកនឹកឃើញសេចក្តីល្អហ្នឹងឡើងវិញធ្វើឲ្យយើងសុបាយផ្លូវចិត្តឃើញសេចក្តីល្អវាឲ្យសុបាយអញ្ចឹងវាឲ្យសុខអញ្ចឹងហើយអត់មានអ្នកណាលួចសេចក្តីល្អយើងបានទេព្រះសម្ដែងថាបញ្ញាំងចោរេហេតុហរាំងមិនអញ្ចឹងប៉ុននេះលួចអត់បានទេគ្មានអ្នកណាលួចយើងបានទេតែយើងសាងហើយគឺជាប់អាបាបហ្នឹងដូចគ្នាអត់មានចែកឲ្យគ្នាកើតទេប្តីផ្សេងពុនផ្សេងអត់មានថាហេប្តីចែកឯងប្តីឯងឡាញ់ខ្ញុំខ្លាំងលើចែកបាបឲ្យឯងខ្លះនឹងខ្ញុំខ្លះអត់ទេបាបឯប៉ុនចែកគ្នាបានទេរឿងផ្សេងចែកបានព្រះលោកប្ររពអំពីខោសុកមាប៉ិនមុនមកខោសុកមាហ្នឹងគាត់ហ្នឹងពីអ្នកប្តីប្រពន្ធហ្នឹងគាត់នៅក្រុងផ្សេងឯងប៉ុន្តែក្រុងហ្នឹងវាកើតអហិវេទរោគទៅវាឆ្លងគ្នាស្លាប់អស់កើតទុរភិក្សដាំអីអត់បានរកអីហូបមិនបានអញ្ចឹងទៅក៏ជំលះពីអ្នកប្តីប្រពន្ធហ្នឹងទៅនៅថាទៅនៅក្រុងផ្សេងដើម្បីរកការងារចិញ្ចឹមជីវិតដល់ធ្វើដំណើរទៅមកកូនខ្ចីផងញោមកាត់សេចក្តីនៃរូតមករឿងវែងនិយាយប្រហែលជា8ម៉ោងហើយបានចប់រឿងហ្នឹងបាទអាត្មានឹងបិទភ្នែករកវិធីនិយាយកាត់ធ្វើម៉េចឲ្យញោមឆាប់យល់ហើយចប់ដល់ពេលដើរទៅដល់ពាក់កណ្ដាលព្រៃកាត់ភ្នំភាសាបាលីហៅថាកន្តារៈការធ្វើដំណើរផ្លូវឆ្ងាយហើយជំនាន់ដើមមានយន្តហោះមានអីជិះអត់ទេញោមគឺថ្មើរជើងមានតែស្ដាច់ទេដែលមានអាទេសល័យជិះក្រៅអំពីស្ដាច់និងឈ្មួញអ្នករស៊ីធំគឺគ្មានអាទេសជិះទេគឺមានតែថ្មើរជើងទាំងអស់នឹងហើយស្ដាច់បានអទេសល័យដោយប្របាទប្រសិទ្ធិកោសលអញ្ចឹងលោកស្រឡាញ់អទេសល័យរបស់គាត់មួយគឺស្មើនឹងជីវិតដោយស្រឡាញ់នាងមល្កាដែលជាមហេសីអញ្ចឹងគឺស្រឡាញ់ស្មើជីវិតដូចគ្នាស្រឡាញ់លើសនាងមល្កាទៀតណាដល់ថ្នាក់ទេសល័យរបស់លោកខូចប្របាទប្រសិទ្ធិកោសលពេលដែលទេសល័យនឹងខូចលោកលើកយកមកដាក់តម្កល់តាំងនៅក្នុងព្រះរាជវាំងបងកន្លែងទទួលភ្ញៀវអ្នកណាទៅក៏ឃើញអទេសល័យនឹងដែរជីលែងកើតក៏លោកយកមកតាំងទៅវាស្រឡាញ់អញ្ចឹងណាញោមអទេសល័យរបស់ស្ដេចជំនាន់ដើមថ្លៃជាងរយឥឡូវតម្លៃ5លានទៀតនោះនឹងមានតម្លៃណាស់អញ្ចឹងមានតែស្ដេចទេដែលមានអទេសល័យនឹងអញ្ចឹងប្រជាពលរដ្ឋធម្មតាគឺថ្មើរជើងដល់តែធ្វើដំណើរយប់ថ្ងៃទៅវាឃ្លានអត់អាហារញោមអញ្ចឹងប្រពន្ធ3កូនមិនមានកម្លាំងក៏ឲ្យតែប្តី3ម្ដងចាំមើលណាកម្មដែលសាងហើយប្តីប្រពន្ធក៏ចែកគ្នាមិនបានអ្នកណាក៏ចែកកម្មកុសលនិងអកុសលអត់បានហើយជាពូជដែលយើងគួរខ្លាចគួរសន្សំសេចក្តីល្អឲ្យបានច្រើនគ្រប់ខណៈចិត្តមិនគួរប្រឡាក់ដោយអកុសលតិចក៏ដោយឃើញកម្មរបស់គាត់នឹងមិនច្រើនដែលយើងស្ដាប់ទៅបងដោយសារភាពអត់ឃ្លានផងដោយសារភាពហត់នឿយផងបើយើងម្នាក់អ្នកខ្លះគិតថាវាគួរតែຕົកចោលមែននឹងហើយព្រោះបើខំប្រឹង3ស្ពាយទៅទៀតវាងាប់ទៅទាំងអស់គ្នាទប់ខ្លួនលែងជាប់ហើយដល់ហេវពេកអត់កម្លាំង3ហុចឲ្យប្តីពិភាក្សាដើរបដើអស់កម្លាំងបដើប្រាប់ប្រពន្ធអូនណាឥឡូវបើយើងទ្រាំ3កូននឹងទៀតធ្វើដំណើរមិនដឹងថាពេលណាបានដល់ស្រុកភូមិគេឥឡូវនេះកាត់ព្រៃកាត់ភ្នំដាច់បាយដាច់ទឹកបើអញ្ចឹងយើងຕົកកូននឹងចោលទៅអីបានប្រពន្ធនេះអត់ទេញោមស្ទុះទាញកូនចេញពីដៃប្តីបើឯងមិនកាន់ទុកឲ្យខ្ញុំកាន់អាដាច់បាយដូចគ្នាក៏ដោយប៉ុន្តែចិត្តជាម្ដាយនឹងខុសពីឪពុកប៉ុន្តែមិនមែនឪពុកយើងនេះសើមកកើតទេឪពុកក្នុងរឿងនោះទេណាហ្នឹងហើយខុសពីឪពុកចឹងស្ទុះទៅទាញយកកូនពីដៃប្តីអត់ទេបើឯងមិនបីទុកឲ្យខ្ញុំអ្នកបីបើស្អីបើអត់កម្លាំងដើរចង់រួចបងណាក៏ទាញផុតពីដៃប្តីដើរបានប្រហែលជំហានឯងហើយខ្ញុំសុំបងជួយខ្ញុំផងហុចឲ្យប្តីទៅប្តីលើកហ្នឹងលែងពិភាក្សាទៀតហើយប្រពន្ធដើរទៅមុខបានផុតបន្តិចផ្លិចខ្លួនទុកកូនចោលក្បែរគល់ឈើទុកចោលហើយដើរទៅអំភើយទៅដល់ប្រពន្ធងាកមកក្រោយបាត់កូនពីដៃប្តីឯងទុកកូននៅតាណារត់ទៅតាមរើសកូននឹងមកលើកទី1អត់ស្លាប់ទេកាត់សេចក្តីនៃរូតមកឲ្យវាលឿនឆាប់ចប់
ตกเจ้าระยะពេលម្ដងពីរដង3ដងប្រពន្ធចេះហុចឲ្យអញ្ចឹងហើយចេះលួចតកចោលលើកទី3កូននឹងស្លាប់ទៅអាការតកកូនចោលបើយើងយល់អំពីអង្គធម៌អានឹងជាអីមកពងនិយាយមិញនិយាយទេសនាថ្ងៃហ្នឹងចង់និយាយពីពាក្យម៉ានម៉ាត់មិញហេតុហើយផលអញ្ចឹងអាតកចោលរហូតដល់កូនស្លាប់ជាអីមិនផលទេអានឹងជាហេតុបើតិចទៀតចាំរកហេតុរកផលឥឡូវស្ដាប់ឲ្យចប់សិនអញ្ចឹងទុកកូននឹងចោលរហូតដល់ស្លាប់លើកទី3ប្រពន្ធនឹងយំអោបផ្សពកូននឹងប្តីសុំអង្វរឯងហើយតើឥឡូវបើកូនវាស្លាប់ហើយបើយើងយំក៏គ្មានបានអីមកវិញដែរអញ្ចឹងយើងបន្តដំណើរទៅមុខទៀតព្រោះយប់ហើយយើងនៅក៏មិនមានបានអីដែរក៏លួងលោមប្រពន្ធធ្វើដំណើរទៅកាត់សេរីនៃរូតមកកាត់ទៀតទៅដល់ផ្ទះសេដ្ឋីមួយសេដ្ឋីបុត្រមួយទៅដល់គេពងដាក់បាយឆ្កែគេស៊ីឲ្យអ្នកបម្រើដាក់បាយឆ្កែស៊ីឆ្កែសេដ្ឋីនឹងស៊ីបាយចានសិតតែមាសញោមស៊ីសិតតែចានភេកមាសឆ្កែបើសេដ្ឋីញោមគ្រាន់តែបាយឲ្យឆ្កែស៊ីចានគេដាក់សិតតែចានភេកមាសញោមឃើញហើយសំបីតាពូជតិរិឆានហ្នឹងក៏ប៉ុនហើយនឹងបាបហ្នឹងវាចែកផ្សេងគ្នាដែរណាញោមដែលអាត្មាធ្លាប់បញ្ជាក់ថាកើតជាសត្វឆ្កែតែមានប៉ុនចាស់នាំឲ្យឆ្កែនោះមានម្ចាស់ស្រឡាញ់កលែងនៅស្អាតចំណីស៊ីឆ្ងាញ់សម្បូរសាច់ខ្លាញ់សុកជាងមនុស្សខ្លះពេលហ្នឹងគឺគាត់ចាប់ផ្ដើមគិតមកដល់ផ្ទះសេដ្ឋីហ្នឹងក៏លេចទៅឃើញឆ្កែគេពងស៊ីបាយដល់ថ្នាក់បាយឆ្កែស៊ីសិតអាចារ្យមាសសាភេកមាសនឹកក្នុងចិត្តខ្លួនឯងព្រោះស្ទុះទៅដដើមបាយឆ្កែស៊ីបានមួយម៉ាត់ហើយយំបដើទឹកភ្នែកហូរបដើវាឃ្លានពេកទៅដដើមបាយឆ្កែស៊ីអីអាសัตว์នេះតើកាលណាទៅដដើមរបស់វាមិនម៉េចញោមវាព្រុសវាអត់ហ៊ានទេមួយមនុស្សវាព្រុសដល់ព្រុសលឺសូរដល់សេដ្ឋីសួរមិនអាបាវមិនបានឆ្កែអញព្រុសខ្លាំងម៉េះមានអាណាធ្វើអីវាហ៎ចឹងអ្នកបំរើគេចុះទៅចំណន់ដើមអ្នកបំរើគេហៅអាបាវហ្នឹងឯងចុះទៅដល់ឃើញមិនបរោះនឹងពងអាកាយបាយឆ្កែនឹងស៊ីអត់ធ្វើអីទេរត់ទៅប្រាប់សេដ្ឋីវិញលោកសេដ្ឋីមានបរោះពីរអ្នកប្តីប្រពន្ធមកពីណាស្គមលោកសេដ្ឋីហើយពងកាយទៅដើមបាយឆ្កែលោកសេដ្ឋីស៊ីសេដ្ឋីងាកមកឃើញអញ្ចឹងក៏អាណិតងាកពីលើផ្ទះមកឃើញតាមបង្អួចនោះក៏ប្រាប់ថាឯងកុំធ្វើបាបគាត់ដួសបាយឲ្យគាត់ម្នាក់មួយចានទៅហើយដាក់បាយឲ្យឆ្កែអញសាថ្មីទៅសេដ្ឋីនេះស្រឡាញ់ឆ្កែហ្នឹងដាក់បាយឲ្យឆ្កែអញសាថ្មីហើយដួសឲ្យគាត់ម្នាក់មួយចានញោមមកដោយអំណាចនៃសេចក្តីស្រេកឃ្លានណាបាយឆ្កែអស់មកគោមបាត់ហើយដល់គេដាក់បាយឲ្យមួយចានទៀតកាយញាត់អស់មួយចានទៀតប្រពន្ធនេះបានបាយហើយលើកយកមកដាក់មាត់ហូរទឹកភ្នែកលេបអត់រួចទេខ្ជាក់បាយចេញពីមាត់មកវិញដោយសារអីញោមនឹកកូនប្តីអត់មានទេកាយញាត់យកហ្មងដឹងប្តីពីណាហ្នឹងហើយកាយញាត់អស់មួយចានទៀតទៅក៏លេចទៅមើលបាយប្រពន្ធប្រពន្ធគ្រាន់តែឃើញប្តីមើលតែបាយខ្លួនឯងដឹងចិត្តប្តីប្តីអញនៅឃ្លានណាចឹងបងឯងពិសាចុះខ្ញុំអត់ពិសាទេអូនឯងអត់ហូបទេថាហ្នឹងហើយខ្ញុំមិនពិសាទេបងពិសាចុះគ្រាន់តែឮតែបងពិសាចុះទាញមកកាយញាត់អស់មួយចានទៀត3ចានមិនចឹងបាយឆ្កែមួយចានបោះឯងមួយចានបោះប្រពន្ធមួយចានហើយចាស់ប្រាប់យើងថាម៉េចឧបមាថាយើងទៅភ្ជួរស្រែទៅធ្វើការក្តៅនឿយហត់ខ្លាំងភ្លាមហ្នឹងគេអត់ឲ្យយើងហូបបាយហូបទឹកដាក់ហួសប្រមាណពេកទេបើហូបទឹកក៏ក្រេបតិចសិនដែរចាំតិចសាច់ចាំអង្គុយបាត់ហត់ចាំហូបឲ្យបានច្រើនមិនចឹងណាញោមហើយអាកាពះអត់3 4ថ្ងៃហើយអាភ្លើងធាតុវាដុតកម្លោចអាហារនឹងវាអត់តន់របៀបដូចតាជូជក់អញ្ចឹងណាវាហល់ចង់ដាច់ខ្យល់ដល់ពេលចិត្តដាច់ខ្យល់ទៅតដល់អត់ចង់ដល់គ្នាហ្នឹងមើលទៅឆ្កែនោះទៀតឆ្កែពងស៊ីអញកើតជាមនុស្សមិនក៏វេទនាមិននឹកក្នុងចិត្តអញ្ចឹងអាពងទៅតចិត្តដាច់ខ្យល់មិនក៏វេទនាម្លេះអញកើតជាមនុស្សវាគួរតែថ្លៃធ្នូតែអញរកតបាយស៊ីមិនបានតែអតិរិឆាននេះវានៅជាមួយលោកសេដ្ឋីវាស៊ីសិតតបាយចានមាសមានអ្នកបំរើលើកបាយលើកទឹកឲ្យវាអញតាំងចិត្តថាបើសិនជាអញដាច់ខ្យល់ទៅអញឈប់ចង់កើតជាមនុស្សអញសុំកើតជាកូនឆ្កែរបស់ឆ្កែហ្នឹងមកអាចជាវ័ននៃចិត្តណាក្នុងបអភិធម្មញោមសិក្សាអភិធម្មទៅមុខទៀតព្រះសម្ដែងថាជាវណ្ណៈហ្នឹងកាលណាចិត្តហ្នឹងវាស្ទុះទៅកាលណាស្ទុះទៅតោងស្អីគឺវានៅអាហ្នឹងមុនអាបនបាពីមុនធ្វើស្អីមកអត់ទាន់គិតទេអាហ្នឹងតែកាលណាជាវណ្ណចិត្តហ្នឹងវាតោងស្អីគឺវាតោងអាហ្នឹងមុនទៅកើតកន្លែងហ្នឹងមុនដោយព្រះភិក្ខុសង្ឃមួយអង្គលោកជាប់ជាពាក់នឹងជីវរដាច់ចោលអត់ទាន់បានទៅឋានសួគ៌ទៅអីសិនទេទៅកើតជាចៃនៃជីវរហ្នឹងអស់មួយអាទិត្យសិនឃើញទេកាលណាចិត្តហ្នឹងវាតោងស្អីមុនវាតោអាហ្នឹងមុនអញ្ចឹងបានចាស់លោកតែងធ្វើកម្មវិធីសូត្រកវតាសូត្រឲ្យយើងទាំងអស់គ្នាពេលឈឺធ្ងន់ហ្នឹងកុំអស់អារម្មណ៍យើងវាទៅគិតជាមួយកូនមួយចៅមួយទ្រព្យមួយញាតិមួយស្អីទាំងអស់ឲ្យអារម្មណ៍ហ្នឹងមូលនៅនឹងធរអញ្ចឹងគាត់មានទំនៀមទម្លាប់ល្អណាស់ដូនតាខ្មែរយើងអញ្ចឹងបានតែណាឈឺធ្ងន់ពេទ្យគេលែងមើលគេមុនលោកឲ្យទៅសូត្រហើយលើកអាចារ្យសូត្រធរហើយព្រោះដើម្បីអីដើម្បីឲ្យអារម្មណ៍របស់គាត់ស្ងប់កុំឲ្យគិតអីច្រើនជាប់ជាពាក់ច្រើនប៉ិនគាត់ហ្នឹងមុនដាច់ចោលនឹកឃើញតែអញបើកើតជាមនុស្សវេទនាអញ្ចឹងកើតជាតិណាលែងចង់កើតជាមនុស្សសុំកើតជាកូនឆ្កែរបស់លោកសេដ្ឋីហ្នឹងហ្មងក៏ដាច់ខ្យល់ផឹងទៅកើតក្នុងពោះឆ្កែហ្នឹងទៅញោមដល់
nhiều mai rương đang về nhà bà thà họ lại cắtទៀតđó là cao trong phố sky nó ban sky nó cao côn vậy cao côn mà mỏng à nè bà pôn đấy sẽ thay ảnh nát có xuôn noam tâu thọ ọt miên bà đây slap tâu chân tâu ọt miên nhiệt ấy tiết tê tham ở ca nghe thư sọc phù mày chơi cao à hệ việt rô cao tụ rồi phật rô ấy man còn đau xoay rô trong sen cả lại sen đầm bay rô nâu chỉ môi bà đây còn slap hay tay tao luôn tao mối kia ảnh nát cái áo thưa ca đập tiền năng tử nè nhổm đó là côn sky năng việc cao máu việc đăng bà pôn về với sao lạnh nè tam bà pôn hai thay là sao sẽ thay che na cho về tâm màu về mà nữa với che nè sẽ thấy sờ lạnh đôi côn và cao chừng, rồi sẽ thấy ọt miên côn nó, sờ lạnh hay lục sẽ thấy tay nhà rót tận nếp rep phải chạy cả pot mau từ tua pot riêng rồi ngày sờ, hay ao từ tàu rót tận nếp hao à côn nâng tàu à cả tôi bị cởi đó cái rót ta mà bọc kia nâng hay ao từ lư pe na lục sẽ thấy hao ao côn mi hao bọc còn là lư tập piện nó kịp bọc của tôi rút tọ ao sẽ thấy cứ sờ lạnh nè, bỏ hay nhôm thom mà chiết sạt lơ lục này miên mà nước na đai smart trong chiêng tệ để chan tê hai bờ tệ để chan miên tệ để chan na smart trong chiêng sky đang tiệt tê nhôm anh mình sẽ bãi chặt chỉ môi viết tiên tờ bong pan co đai mà quay viết bay tờ bong pe năng về rốt tranh về dương pan dục lang sai lang khẩn à viêng coi cái bay là bong ở toàn hiên châu tét lại thầu tờ bong tiệt cả đói câu viết ở tàu na ngay đây khẩn là lư sâu sầm lê dương hao ta à tròn thì họ chẳng tịnh miền một tròn nó ngọt vào thà ở tia họ ta ở miền mé đấy tia alo tia ho ấy xe nhá bỏ nè ở tia ho co dân cho nè bộ sky bò tê cái chợ này tròn đi tròn này chẳng tia ho co chân cho khả là lư so co nó bọc cái tôi rút một lật chương dương phim ọt cất tham môn năng mày cha anh vay anh bay tờ bó ngọt tê cứ khả là lơ hao một việc phim cứ lột cho con mà lật chương bọc cả tôi quay dương phim nhung khơi nhé hay mình nữ dương công tha đòi quay bay tờ bó con khác cỡ là mai chạy đây oi smart nếu bị cắt ca mai về cháu nhung khơi nhé chẳng pil khác tệ để chán nâng với smart trong nâng dương tại dương ta làm sao smart thoáng vì thấu sẽ ăn cô nó khơi khoảng nó khơi như vậy mình nữ dương thế mình smart mùi với pan đại viên này smart nâng dương này trong vay của man tờ bó còn đâu là mình lật chương dương đây còn về cắt tờ một đó tập về cao máu xịt thay tay nom sky năng từ rót tận niệm phải chạy cả máu từ tua pot á về nà tới hao từ hay đòi trắng từ mau rồi ngày sau trắng vì chăm flow trắng ngày mỗi xịt thay và đam bỏ bật bọn để chầm ráo ngày coi bậc nhom chăm bàn màu tới nhom chào con nhom bọn mồm môn chỉ nuốt tao bọn mình bậc canh thế thấy cho lúc rồi thấy đại miền con vì ná thằng nào tôi mau bị tạm họ ngày đó nó ngay con nhom bọn thà ở đây mau có tao thà con tụi đây ngày khởi khả năng phép thà con pro mi hợp bốc tao ở rót tận đi phải chơi cả bột mau con cái bọc của tôi văng rốt tê dầm đau tao cọt lột hay cắt prey cắt ấy trong tôi kịp pru đánh nhà của bột prey nó khai miền sạt lột đào mau sạt về tịnh về cam lột chết nè cho về tâm màu về mình hứa nhớ che này cắt sẽ đây này rụt màu đào pe ở đó tận nhiên lô ca pe lô chẳng bạch phải chẹt than nom đào plau khóc plau ấy thế này quen chẳng ai chứ rương nó đôi tham thọ phải chẹt chở năm mò hai đá nhiệt nhôm trong sắp châu tộc không xe đang miên lùm ắt ở lâu mà cắt rụt ở vô hay hay phò pi mặt nè đào pe ca pe lô chẳng ạ vì che chẳng vì ca pe khai sắt mà dê lô ấy đánh prey đào nom một lô miên prey miên cặp bột ấy việc pru việc cặp vai bay buôn chung cặp oi miên sắt ấy tranh một khăm một chặt lô chẳng ạ chị ấy tiệt hái np để việc ca pe lô chẳng vì chị ấy tiệt hái vì chị hai đọt đài hai đài nè lâu nè hai vì mà cao chỉ con cái năng chỉ phò rồi còn nãy đọt pe việc ca pe lô chỉ hai tiệt tục con cháu chỉ hai đài bỏ tí tiết dừng vô hai phò cho bà đào pe về cà phê lộc năng hai tiệt rồi đào pe năng lộc chan hơi ngày năng lộc phải nhập tập nông con tầm miết đầm bay chầm rào sầm mạ bát pro pre rồi hón lộc chan mà ngày lộc ọt chẳng han mà tết ấy dừng lộc tay chầm rào sầm mạ bát trôi chiên ấy mà tết ấy nhung ọt miên vào ấy mà tết ấy nó ọt chẳng han không bay đói nhiều mớ sặc sà mớ pre rồi hón kho pe tham à mền tham á đấy nè mà cột ong ấy ọt rồi pan pre rồi hón pe lộc trôi chiên mà tết ấy nè nè ọt chẳng hạn pe tranh chạ chiên mà vĩnh nắng lục tranh từ ban ma thom mà đà chẳng pro sạt thom mà đà chẳng lục phải nhập tới lục ọt muốn đào tham chưa ngày nắng lục nhang ắt thị vật thị pro để rật tranh phật tẹt sẽ thay tay tới chăn hay tranh phật tẹt sẽ thay tay tới hay với xả lạnh lục à xả lạnh pre chơi cái phật à cho tăng phải tạo cao đăng cái đây mà khơi tầm một lục là hốt năng bởi sẽ thay rót tận lục cái chăn là hốt với xả lạnh lục à nhôm chẳng nằm mớ
ផ្ទះស្រុកខ្មែរក៏ដោយនៅអាមេរិកក៏ដោយចំណាំតែផ្ទះណាដែលស្រឡាញ់ប្រសង់ស្រឡាញ់សេចក្តីល្អឲ្យតែឃើញយាយជីស្លៀកពាក់សឃើញលោកទៅឆ្កែរត់មួយលិតជើងដឹងតែផ្ទះហ្នឹងផ្ទះអ្នកធ្វើបន់ហ្មងតែបើថាវាឃើញយាយជីស្លៀកពាក់សហើយនៅឃើញលោកទៅវាដេញព្រុសតាំងពីចងាយផ្ទះហ្នឹងអត់ដែរទៅបន់ហ្នឹងអាហ្នឹងរឿងចំណាំមួយដែរបងដល់ឡាវាឃើញលោករាល់ថ្ងៃអញ្ចឹងវាចំណាំលោកវាស្រឡាញ់លោកហើយវាស្រឡាញ់ជាងគេហ្នឹងស្រឡាញ់ត្រង់តែលោកឆាន់ហើយបោះឲ្យវាឆ្អឹងម្ដុំអញ្ចឹងរាល់ពេលអញ្ចឹងដល់ពេលហ្នឹងថ្ងៃហ្នឹងលោកអត់ដើរថ្មើរជើងលោកហោះដល់ហោះវាអត់ដែលឃើញលោកហោះវានឹកក្នុងចិត្តណាតិរិឆានវានឹកក្នុងចិត្តថាអូប្រហែលជាលោកស្លាប់ទៅចោលអញហើយលោកហោះទៅចោលលោកលែងមកទៀតអីព្រោះហោះឡើងទៅលើមេឃវាអត់ដែលឃើញលោកហោះវាឃើញតែលោកដើរធម្មតាអញ្ចឹងដល់ថ្ងៃហ្នឹងលោកហោះទៅវាសង្វេគពេកស្ដាយយំព្រុសហ្នឹងចង់បញ្ជាក់ថាដេចគុណទៅណាវាចេញមកពីមុខផ្ទះឃើញលោកហោះអញ្ចឹងវាស្រែកព្រុសវោដេចគុណទៅណាបើអត់ចេះស្ដាប់មកប្រែស្ដាប់ដេចគុណទៅណាហ្នឹងហើយកុំតែចោលកណាដល់វាសំណោះពេកទៅវាបែកទ្រូងស្លាប់ទៅញោមបែកទ្រូងស្លាប់ទៅគ្រាន់តែស្លាប់ភ្លាមទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកនាមទេវបុត្រហ្នឹងហៅថាខោសកៈទេវបុត្ររឿងហ្នឹងសអជាតិច្រើនចឹងបាទអាត្មាថាបើនិយាយលំអិតម៉ោង8ម៉ោងអត់ចប់ទេរឿងហ្នឹងចាអាត្មាលើកខ្លីឯងប្រហែលជា20នាទីចប់និយាយគាត់សុំ3ម៉ោងថែមហ្នឹងដល់ទៅទេវលោកមិនបាច់បញ្ជាក់និយាយចុះពីទេវលោកមកវិញហ្មងនៅទេវលោកក៏អស្ចារ្យដែរគ្រាន់តែខ្សឹបប្រាប់ទេវទេពតិតាដែលជាមហេសីដែលជាប្រពន្ធនិយាយប្រពន្ធអញ្ចឹងហ្មងគ្រាន់តែខ្សឹបប្រាប់ទេពតិតាដែលជាប្រពន្ធសំណប់ហ្នឹងគ្រាន់តែខ្សឹបអត់ហ៊ាននិយាយលឺទេអា6ឋានហ្នឹងគេលឺទាំងអស់ដោយសារអីបាទសំឡេងហ្នឹងគ្រាន់តែខ្សឹបលឺអស់6ឋានដោយសារកាលដែលនៅជាឆ្កែធ្វើបន់យកសំឡេងទៅធ្វើបន់អញ្ចឹងសំឡេងគាត់ហ្នឹងគឺគ្មានលាក់បាំងអ្នកណាបានទេតែហាមាត់ចេញមកអាណាក៏ដឹងដែរហ្នឹងកាត់សេចក្តីនៃរូតមកដល់ចុះមកកើតជាមនុស្សកុំឲ្យវែងចុះមកកើតជាមនុស្សបាននាមខោសុកុមារនឹងឯងពេលដែលមកកើតជាមនុស្សត្រូវទទួលផលហើយពេលហ្នឹងចាប់ដើមទទួលផលអាទុកកូនចោលជាមើជាហេតុអាម៉េចហើយត្រូវមកទទួលផលអាម៉េចហើយអាការពារលោកជាហេតុដល់មានផលជាស្អីដែរញោមដល់កើតជាមនុស្សកើតក្នុងកូនក្នុងផ្ទៃនៃស្ត្រីបេសចាចាប៉ិនយើងនិយាយពាក្យមិនពិរោះយើងថាបេសចាចាប៉ុន្តែបើសម័យព្រះគេអត់ហៅអញ្ចឹងទេគេហៅពិរោះស្ត្រីសោភិនីសម័យព្រះគេហៅស្ត្រីសោភិនីហើយយើងក្រោយទេដែលយើងចេះហៅស្ត្រីបេសចាចាប៉ុន្តែតាមពិតសម័យព្រះគេហៅពិរោះស្ត្រីសោភិនីក្រោយពីសម័យព្រះមកគេហៅស្ត្រីផ្កាមាសនឹងវាវិវត្តរហូតអញ្ចឹងណាសម័យព្រះគេហៅស្ត្រីសោភិនីញោមសម័យព្រះមានអ្នករស់ស៊ីអញ្ចឹងដែរតាគេហៅស្ត្រីសោភិនីក្រោយមកគេហៅស្ត្រីផ្កាមាសក្រោយមកបានយើងហៅស្ត្រីដូចថ្មនិយាយមិញហ្នឹងហើយរាល់ថ្ងៃនេះគេលែងហៅអាហ្នឹងទៀតគេហៅស្អីអញ្ចឹងទៅហើយដល់សម័យទំនើបនេះគេលែងហៅអាហ្នឹងទៀតគេហៅណៃឡៃហ្នឹងស្ត្រីពេរិត្រីអញ្ចឹងដល់កើតក្នុងផ្ទៃនៃស្ត្រីសោភិនីញោមដឹងហើយបើកើតក្នុងផ្ទៃស្ត្រីសោភិនីបើកាលណាកើតមកជាកូនស្រីគេទុកចិញ្ចឹមបន្តដើម្បីអីដើម្បីបន្តការងារពេលគេចាស់ទៅដូចគេអញ្ចឹងប៉ុន្តែដល់កើតមកដោយអាត្មាគេគិតថាអត់ប្រយោជន៍អញ្ចឹងគេខ្ចប់កណាត់យកទៅចោលធុងសម្រាមទៅលើកទី1ញោមអាពេលកើតមកភ្លាមគេឃើញដូចអាត្មាហ្នឹងគេខ្ចប់យកទៅចោលធុងគេថាអត់ប្រយោជន៍ទុកទៅអីអញ្ចឹងគេខ្ចប់យកទៅចោលធុងសម្រាមអាហ្នឹងជាអីហ្នឹងជាផលហើយទី1ផលលើកទី1ញោមឃើញទេហើយបើយើងពិចារណាតើហេតុអីបានជាស្ត្រីហ្នឹងក៏ចិត្តដៃរដ្ឋីកាលកណីម្លេះធម្មតាធម្មជាតិជាស្ត្រីចិត្តមិនអាក្រក់ដល់ម្លឹងទេអញ្ចឹងញោមឃើញអ្នកណាចោលកូននៅក្អមអ្នកណាចោលកូននៅពេទ្យអ្នកណាចោលកូននៅតាមផ្លូវកុំជេរម្ដាយគួរពិចារណាដល់ហេតុអញ្ចឹងឃើញកុំជេរអាម្ដាយហ្នឹងតែចិត្តដៃរដ្ឋីវាសិតតែមានហេតុអីបានកើតមកត្រូវគេយកទៅចោលធុងសម្រាមដោយសារពីមុនឯងទុកកូនចោលដែរញោមឃើញទេហ្នឹងដល់យើងយល់ហេតុអញ្ចឹងយើងអត់ទៅកើតទុកក្តៅកាហាយជាមួយអ្នកចោលយើងទេចឹងបានមកទៅបញ្យលក្មេងៗក៏ព្រាធ្វើបាយឲ្យគាត់ហូបអីទៅបញ្យលអីមកតែងបញ្ជាក់ពីហេតុផលចឹងគាត់ស្រាលផ្លូវចិត្តរបស់គាត់អត់គុំគួនម្ដាយឪពុកដែលទុកគាត់ចោលទេចឹងលើកទី1គេចោលនៅធុងសម្រាមទៅទៀតចប់អត់ទេប៉ិនចិត្តចប់ហើយចូលដល់ហ្នឹងចិត្តចប់ហើយលើកទី1គេទៅចោលធុងសម្រាមប៉ុន្តែអត់ស្លាប់ទេញោមដោយសារអីដោយសារត្រូវទទួលផលដែរគឺផលត្រូវមានអ្នកការពារដោយសារកាលគាត់នៅជាឆ្កែគាត់ការពារលោកដែរញោមឃើញទេចឹងត្រូវមានអ្នកការពារដូចគ្នាគេចោលធុងសម្រាមចៃដន្យថ្ងៃហ្នឹងមានសេដ្ឋីម្នាក់នៅក្នុងក្រុងសាវត្ថីហ្នឹងគាត់ទៅព្រះបរមរាជវាំងទៅជួបគ្រូគេទោះទាយព្រោះកូនគាត់ប្រពន្ធគាត់ចិត្តគ្រប់ខែនោះចឹងទាយមើលកូនកើតថ្ងៃណាល្អថ្ងៃណាល្អ
ស្រាប់តែគ្រូហោរាឲ្យញោមធម្មតាបរិយាជាគ្រូនៅក្នុងវាំងសំបីតែស្ដេចក៏ជឿដែរមុនទៅធ្វើសង្គ្រាមបើបរិយាជាគ្រូថាមិនឲ្យទៅអត់ទៅទេអត់ចេញតបទេអញ្ចឹងគឺអ្វីគ្រប់យ៉ាងស្រាប់បរិយាជាគ្រូនឹងគឺឈុតឧបមាដូចយើងមើលត្រីវិស័យអញ្ចឹងជំនាន់ដើមអត់ទាន់មានត្រីវិស័យគឺគេពឹងលើបរិយាជាគ្រូហ្នឹងឯងអញ្ចឹងបរិយាជាគ្រូទាយថាអ្នកណាមានកូនប្រុសកើតក្នុងថ្ងៃហ្នឹងនឹងបានទៅជាសិទ្ធិធំជាងគេទាំងអស់ក្នុងលោកហ្នឹងអញ្ចឹងសវ៉ាថ្វាយអង្គមលាស្ដេចលាអាមាត្យលាមន្ត្រីឡើងអាទេសល័យឲ្យកូនចៅដប់សវ៉ារត់មកផ្ទះឲ្យលឿនដើម្បីទៅមើលពុះប្រពន្ធកើតនៅប្រពន្ធចិត្តគ្រប់ខែហើយនោះឲ្យគ្រូបរិយាជាគ្រូថាអ្នកណាមានកូនប្រុសកើតក្នុងថ្ងៃហ្នឹងនឹងបានជាធំលើគេគ្មានអ្នកណាអាចយាយីបានជាធំលើគេគ្មានអ្នកដតីឯណាយាយីកូននឹងបានគឺជាមនុស្សប្រុសដ៏អស្ចារ្យបើបានកូនប្រុសកើតក្នុងថ្ងៃហ្នឹងស្រាប់ទៅរត់ដល់ផ្ទះបើកគោនេះបំបោលគ្នាចង់ងាប់ហ្មងដល់ផ្ទះមកដល់ផ្ទះរត់ឡើងទៅលើផ្ទះទៅមើលពោះប្រពន្ធកើតឯនៅប្រពន្ធអត់តាន់ឈឺពោះប្រងហើយអញ្ចឹងអាណាកើតកូនថ្ងៃហ្នឹងអញ្ចឹងអាម៉ាតអាបាវពួកឯងនាំគ្នាដើរសួរមើលអ្នកស្រុកដើរស៊ើបមើលមានអាណាកើតកូនថ្ងៃហ្នឹងដល់គេអ្នកមានគេស៊ើបគេដឹងកូនចៅគេខ្សែបណ្ដាញគេច្រើនអញ្ចឹងគេស៊ើបទៅគេដឹងថាអូមានស្ត្រីសោភិនីម្នាក់គាត់កើតកូនប្រុសមួយប៉ុន្តែសួរទៅគេនាងយកទៅបោះចោលធុង5បាត់ហើយចុះឥឡូវអាណាទៅរើសនោះថាមានគេរើសយកទៅចិញ្ចឹមហើយអញ្ចឹងសេដ្ឋីថាឯងយក1000កហបណៈទៅលុះពីអ្នករើសចិញ្ចឹមនឹងយកមកឲ្យអញញោមរឿងហ្នឹងគឺមានកតិអប់រំល្អណាស់អាចិត្តដែលលោភចង់បានពេកក៏វិនិច្ឆ័យដែរវិនិច្ឆ័យហ្នឹងញោមឃើញសេដ្ឋីហ្នឹងហេតុតែលោភចឹងប្រាប់ឲ្យអ្នកបំរើថាឯងយកលុយ1000កហបណៈហើយ1000កហបណៈពីចំនួនព្រះមិនដឹងថាតើដូរជាដុល្លារឥឡូវមិនដឹងបានប្រមាណលានណាញោមថ្លៃចឹងឯងយកប្រាក់1000កហបណៈទៅលុះអ្នករើសនឹងយកមកឲ្យអញចឹងរើសកូនលុះមកនឹងមិនមែនលុះយកមកចិញ្ចឹមទេលុះយកទៅសម្លាប់កូននឹងចោលកុំឲ្យកូននឹងវាបានធំជាងកូនអញដែលមិនទាន់កើតទេព្រោះអានឹងវាកើតចំថ្ងៃល្អញោមឃើញព្យាបាទគេក៏វិនិច្ឆ័យអាលោភពេកក៏វិនិច្ឆ័យដែរហើយកូននេះមានតែព្យាបាទវាបានហើយណាដូចគ្រូនឹងទាយត្រូវមែនអត់មានអាណាព្យាបាទវាបានទេប៉ុន្តែកម្មរបស់វាត្រូវតែគេធ្វើបាបចឹងហ្មងអញ្ចឹងសេដ្ឋីហ្នឹងចង់សម្លាប់ទៀតខ្ញុំឃើញអាចង់សម្លាប់ហ្នឹងជាផលរបស់គាត់ហ្នឹងដែលទុកកូនចោលដូចគ្នាដែលត្រូវទទួលគេចង់សម្លាប់អញ្ចឹងឯងវិចកូនហ្នឹងយកទៅដាក់នឹងផ្លូវអតិសេសបលឹមឡើងអ្នកបអតិសេសរាប់រយជាន់ងាប់ហើយគ្មានរស់ទេហើយយកទៅដាក់នៅអតិសេសតើដាក់អទេសសេះព្រលឹមឡើងចិត្តភ្លឺម៉ោង4អ្នកបអទេសសេះចេញទៅរកស៊ីណារាប់រយអទេសណាមកដល់អាសេះនោះវាអត់ទៅមុខវាឈប់ដើរវាខ្លួនវាតែម្ដងវាឈប់ដើរអញ្ចឹងថាមានស្អីដុំនៅមុខហ្នឹងព្រាលហ្នឹងងឹតសេះអត់ធ្វើដំណើរវាយមិនក៏វាមិនទៅមុខអាអ្នកបអទេសសេះហ្នឹងចោះទៅឃើញកូនង៉ែតហ្នឹងរើសយកមកចិញ្ចឹមទៀតហើយអញ្ចឹងសេដ្ឋីសួរទៀតមិនយ៉ាបើងាប់ឯនៅថាមិនតាន់ងាប់ទេមានអ្នករើសយកទៅចិញ្ចឹមទៀតហែងទៅយក1000កាប់ដាក់ទៅលួសមកអញទៀតលួស2ដងហើយញោមចាំរាប់មើលគ្រាន់តែគេបោះចោល1ដងណាហើយសេដ្ឋីនេះអស់លុយប៉ុន្មានដែរអញ្ចឹងទៅលុះមកលើកទី2ហែងយកទៅបោះចោលនៅលើជ្រោះឡើងទៅលើកពូលធ្នំទម្លាក់ពីលើចុះមកហើយអាគ្នាអ្នកបំរើនេះគេប្រើស្វែងស្ដាំហើយដើម្បីជីវិតញោមអញ្ចឹងគេខ្ចប់នៅកណាត់សពុតកុំឲ្យអ្នកស្រុកឃើញក៏ឡើងទៅដល់លើកពូលភ្នំបោះទម្លាក់ពីលើចុះមកក្រោមស្រាប់តែវិលអាខ្យល់ហ្នឹងជាមួយនឹងកណាត់ហ្នឹងវិលមកដល់ធ្វើចង់ឈើស្រាប់ទៅវាដូចចងរឹងឲ្យវាដេកចឹងនឹងអាធ្លាក់អាកណាត់ហ្នឹងមកមុនទៅលើចុងឈើអាកូនហ្នឹងមកតាមក្រោយមកជាមួយមកជាប់នៅលើកណាត់ហ្នឹងមានព្រានប្រមាញ់ម្នាក់គាត់បបាញ់ឬសូរសំឡេងក្មេងស្រែកយំរមើលចុះឡើងឃើញក្មេងលើចុងឈើហ្នឹងយកទៅចិញ្ចឹមទៀតហ្នឹងចឹងសេដ្ឋីសួរម៉ែអាបាវងាប់ឯនៅថាមិនតាន់ងាប់ទេមានគេយកទៅចិញ្ចឹមទៀតហើយមិនបាច់និយាយរឿងសើបឯវែងឆ្ងាយគេយកទៅចិញ្ចឹមទៀតហើយចឹងហែងយក1000ទៅលួសមកទៀតចឹងលើកទី3ហ្នឹងសឹងអាអត់ចង់ធៀងមើលមុខអាក្មេងហ្នឹងចុះវាមិនវាបានជាអញសម្លាប់វាអត់ស្លាប់ឥឡូវឯងយកទៅដាក់មុខក្រលគោអញបលឹមឡើងនាយកងវាលតាបើកកោលគោមកគោអញរាប់ពាន់នឹងជន់ងាប់គ្មានរស់ទេចឹងតដាក់មុខក្រលគោកាត់សេចក្តីនៃរូតមកនាយកងវាលនេះបលឹមឡើងម៉ោង4ម៉ោង5គាត់ឡើងបើកក្រលគោឲ្យគោវាចេញចឹងបើកទៅស្រាប់តែមេគោមួយនោះវារត់ស្ទុះមកមុនគេក្របចិត្តចឹងហ្មងវាអត់ឲ្យអាគោផ្សេងជាប់ទេចឹងអាគោផ្សេងជិះផុតសងខាងចឹងមកញែកសងខាងនៅតែមេគោកដាលមួយហ្នឹងហើយដល់សល់មេគោមួយក្រោយគេអត់ចេញពីក្រលនៅមុខក្រលហ្នឹងក៏នាយកងវាលនេះទៅមើលទៅឃើញកូនង៉ែតរើសយកមកចិញ្ចឹមទៀតសេដ្ឋីសួរមិនអីងាប់ណាបើថានៅទេនាយកងវាលរបស់លោកសេដ្ឋីហ្នឹងរើសយកមកចិញ្ចឹមទៀតឯងទៅយកពីវាមកឲ្យអញលួសអស់1000ទៀតហើយអ្នកទាំងអស់ហ្នឹងហេតុអីបានរើសកូនហ្នឹងមកគេលួសសក់ចិត្តយកលុយមិនយកកូនថាដោយសារបតុនចិត្តដោយកម្មហ្នឹងវាបតុនថាត្រូវតែឲ្យគេចឹងមកហ្មងអញ្ចឹងលួសឲ្យគេរហូតលើកទី5នេះចាប់ផ្ដើមយកទៅចោលនៅព្រៃខ្មោច
ai giờ tập bỏ cháu nông prey khmau cho bộ prey khmau nắng ta xạ sọp nhôm cả đó mà cái đó cần là bỏ bọc nó sạt cài sao về hai chạy nghe gì oi chẳng nè bầm ráo giờ tập bỏ cháu prey khmau tới vừa miền tàu miền kla rốt mau tu pin từ nắng mến còn tay ọt thưa ai việt tặng nấu chung con ngày nè nỉ giấy tôi vừa đợi áp là hà ọt cha nó nhôm bón á nhôm khơi nhé cứ ọt cha này đòi sắp cài xã hao để thọp để xi sạch chia ha về tôi chỉ làm nên lên xi sạch mà cà pia cồn nè hai miền ni cùng viên bờ pe mà vốn mê bờ pe môi ao tại là nghe láng việc bay thì vốn trôi từ không prey năng luôn việc bật tôn chặt mà nô mê bật tôn chặt mê bờ pe nó là nghe láng bon bạc cổ ma nó trâu bật tôn chặt ao mê bờ pe nó việc đai trôi bay thì vốn từ không prey nó bầm báo đọc cồn năng đó là nghe chẳng nè cùng viên bờ pe nữa hưởng về quê anh phần bờ mang dây tam tầm nào về quê nha cần dây phần nó có ai vô ban rồi chọc lâu rồi nè nghe ai đó là pe đào châu đào không prey á tam chạy ngó là chứ mấy ban của pe anh mê của pe môi nó oi ta là nghe lắm đào châu bạch tranh bị prey mà là nghe đào tranh bị prey mà về tàu nào với việc bay bị vô ngò là nghe đó ngày nó tam từ mờ tao đó khơi pong bầm bão câu nó rơ câu nó cho mình chầm tiền chân sệt thay xua mấy báo ngọt mình nữa thọ ăn ngọt thế nên người việt pe hứa dân tập chạy do mà quan tao lúa mà quanh tiền chọn khỏi sệt thay nó cả lúa đòi chân lược nắng bao hệ bạch vô về từ sầm lạp đấy anh đang tầm mình slap rồi chân không yên về thi sầm lạp về tê là hệ chăm cho con té mình ao việt đào từ chết sả riêng bạch hạt phố chăm tục khả là thôi chỉ nhóm mắt còn ao riêng là so việc không yên ban thơ thông cao tê hay câu sẽ thấy cao đây bên này khả là khô sọc của má cái cao ban là của má ngay câu nó có cao mà tam còi nè mà vậy hiện cắt về lươn bị câu con nó có cao mà trong thông đằng cái đấy hai không mấy nhất đọc về sầm lạp du tới về căn là thông tao về ăn sầm chứ ngày chụp sầm lạp tôi chăm về tao bắn còn ao về riêng là sọc còn ao về đại chết sả ao về nâu ta khuya của pe ao về nâu ta cao bạch của bảy nâng tao ba này nâu chỉ quên nia cùng về tao ba này còn ao về riêng còn ao về một chết sả sọc nhiều mai kinh chăm vô tao thông tao cắt cái đấy này rụt màu đọc pe mờ tao ý ảnh đi về ọt riêng mến vẫn biết đôi chả về che do chặt tục đã xong bài nia cùng về có sao lanh về do chặt tục đã hay về che bản nãy do chặt ai chia sẽ thay năng hay về hao ta lục sẽ thay pi nạp đây một năng hao ta ma hao ta ấu bao nên mới khơi ta pi nạp đây một năng nè khơi ta sẽ thay năng ai về đâu không te sẽ thay chắc về hao sẽ thấy ta mai ta ấu chẳng đài sẽ thay nó có mình và can đây đó hao mấy có hao tới bắn tại ọt oi riêng tề kề cục cái câu nó việc đăng ta sẽ thay pi nạp nó đôi chia bọc đôi chia mà đài chứ hao ta mà đài nhiều đào pe sẽ thấy coi mơ bị lợp tè mà tê bờ sân chỉ mình sầm lạp chào tê cho bạn na câu này vì chặt nè và hai chị đôi beri chỉ cừu tê mình khỏi chẳng rồi bị thí sầm lạp mà đòn tiền chẳng ta xe cả đá mũi đặt chọt mài ta xe chọt mài mũi vạch năng chia cả mà kháng đạm mía mà kháng tiết đạ sầm bọt năng hãy oi khô sọc cả ma năng ấy do ta oi ni small năng trong sầm bọt năng kia ta xe thà bờ sân chỉ nia khơi của ma năng đo pe ná đọt trao pe năng từ bỏ trâu không lò pe năng từ hai mía mà hàng tiết nè năng chia đồng quan bao nè anh chết chọc mền tên này bỏ nè cái đò lại chọc đó mía mà hàng tiết cứ bỏ nè anh hai nè anh khơi của ma năng đo pe ná đọt trao pe năng từ hay nhóm đó là pe thưa tầm nào tới với chạy đòn ấy con sẽ thay và cao nè bông là lên chu chỉ mũi không anh đợt tây tiệt thỏa mãn đấy mới tới nhóm phải cho hay có trăm ngày gói cho vậy còn ai nấu mai nữa còn ai nè sẽ đạp tam nó ấy cái ngon đã tì hợp chọn đang giường pan chuột nên mình nghe thế dù giường chuột mà đòn hay te dương ọt men tàu na thế nấu đập te thế bỏ này đầm nào từ một tiết nhạ tấu cứ dương đây te còn nấu đập te đây chẳng á nhúng dương đập chầm rơn sẽ đây lọ lâu chật dương ở bàn trơn sờ bài sang sẽ đây lọ lâu chật ở bàn trơn tức bỏ hay dương cợt bạch nha sầm rạp chỉ vật bỏ dương đây dương bị tràn thì tiết mau bằng vài apply mà chỉ vật bỏ dương vậy nha đo pe thưa tầm nào đo pe cả đá lâu con sẽ thay và cợt đấy bông lên chu về lên ọt nhẹ kì rồi lên ọt nhẹ kì về khơi nhà bong đấy tàu trắng về thả bong vậy ta ná bong miền ca lục ở bục ao vô bằng vạch này giờ từ chun pu ông small năng rồi trong phum hé bọn ai còn ao tới là bọn ai lên chỉ nuôi nhom tí cho nhung lấy ọt nhẹ kì chầm nhom vô tàu chỉ nuôi con sẽ thay và cợt đấy thả bọn ai lên chỉ nuôi nhom tí chầm nhom vô tàu chỉ nuôi này thả ọt tí tàu đăng pra ôn ai nâng ao vay bong ngóp ọt tí ôn đi về vò đỏ pê lá nhóc nè ngà ôn về vò thà ọt tê bài lên chỉ nuôi nhom chầm nhom cho tao chầm nhom cà pi ọt ấy tê mình hiên vay bằng ai tê nè ngà âu sờ lại cái nhóm nào là cái nhóm tha mấy chân chẳng có prom ôn nó do chia cả má vạch do tàu con sẽ thay bậc cợt này tao đó nê small nắng bao bằng vạch nó mà kháng khơi miết mà kháng tiết an sẽ bọt nó thà khơi khmei nhưng đỏ pê nó bọt trâuក្នុងlọt đọt chào pê nắng miền kết ấy tiết nhóc cho lược đây lược trước bọt lôi trâuក្នុងlọt check tết tàu
nè nề smallឆ្នាំងchoភ្លើងក្នុងឡមិនធម្មតាទេញោមគេដុតឆ្នាំងដុតចានព្រោះឡប៉ុណ្ណានេះអញ្ចឹងដុតឆេះតិចទៅហើយដល់អាបងនេះវាចាំអាប្អូនយូរពេកអត់ឃើញមកល្ងាចតិចទៅវាក៏ទៅផ្ទះទៅដើរទៅដល់ផ្ទះសេដ្ឋីគ្រាន់តែកលែកឃើញអាខូសុកម៉ានេះអាមហងយកទៅឲ្យគេដុតចោលវាអត់ងាប់វាឡប់មកវិញទៀតសេដ្ឋីនេះភ្ញាក់ព្រឺតហ្មងចុះអានេះមកទៀតអត់ងាប់ហ្នឹងហើយខ្លាចមែនតើញោមតែមុខក៏លែងចង់ហ៊ានមើលដែរបន្តិចទៀតតែមុខខូសុកម៉ាក៏លែងចង់ហ៊ានមើលដែរខ្លាចមនុស្សហ្នឹងហ្មងថាមិនបានវាមកទៀតហើយមិនបានមិនងាប់នៅក្នុងចិត្តចឹងខូសុកម៉ាមកដល់អសិទ្ធិសួរមិនឲ្យកូនខ្លួនឯងបានយកបង្វិចហ្នឹងយកទៅឲ្យអ៊ំស្មូនឆ្នាំងនៅលោកឪពុកឲ្យខ្ញុំធ្វើដំណើរទៅជួបអាពៅហើយអាអូនវាលេងឈូអត់ណះគេវាឲ្យខ្ញុំលេងជំនួសហើយវាថាវាសុំយកទៅជំនួសអាអូននេះគ្រាន់តែលឺចឹងស្លាប់បាត់ហ្មងញោមងាប់បាត់ហើយកូនអញមានរស់ទេស្លាប់ឈឹងហ្មងពួកដឹងច្បាស់ដឹងតែងាប់ពួកយកទៅងាប់តើចឹងស្លាប់អាអ្នកបំរើរឺតប្រពន្ធរឺតផងអីផងដឹងខ្លួនមកដេញខូសុកម៉ាហែងចេញពីមុខអញឲ្យឆាប់ចេញពីមុខអញកុំឲ្យអញឃើញមុខទៀតអញ្ចឹងរត់ទៅជាមួយនឹងអ្នកកងវិលព្រោះវានៅតែមួយអ្នកកងវិលនឹងច្រើនអញ្ចឹងដេញចេញទៅនៅមួយអ្នកកងវិលខឹងឈឺចិត្តហើយប្រពន្ធនេះអត់ទាន់ដឹងទេដល់ពេលបាត់កូនយូរពេកអ្នកបំរើដើររមិនឃើញទៅលាក់ប្រពន្ធយូរពេកវាមិនបានក៏ប្រាប់ត្រង់អញ្ចឹងទៅប្រាប់ត្រង់ប្រពន្ធនេះឈឺចិត្តរហូតដល់ធ្លាក់ឈាមស្លាប់ប្រពន្ធនឹងមួយទៀតទៅកាត់សេចក្តីនៃរូបមកប្រពន្ធក៏ស្លាប់ដោយសារឈឺចិត្តប្តីខ្លួនឯងនឹងឯងយកកូនទៅសម្លាប់នឹងក៏ដោយសារតែប្តីនឹងឯងគ្រប់យ៉ាងចឹងខឹងនឹងប្តីនឹងឈឺចិត្តស្ដាយសំណោះអាណិតនឹកកូនប្រុសខ្លួនឯងនឹងក៏ធ្លាក់ឈាមស្លាប់ទៅញោមឃើញទេដោយសារព្យាបាទគេលោភលន់ចង់ឲ្យកូនឯងវាឡើងធំទីបំផុតអាកូនឯងក៏ស្លាប់អាប្រពន្ធក៏ស្លាប់អាទ្រព្យក៏អស់បន្តិចទៀតកាន់តែលើសនឹងទៀតចឹងទៅក៏កាត់សេចក្តីនៃរូបមកពេលខូសុកម៉ាវាកំឡោះចប់មែនតើណាដល់កំឡោះហើយដល់ពេលកំឡោះទៅគាត់នេះក៏ចាស់ទៅមែនតើណាអាប្រពន្ធក៏ស្លាប់កូនក៏ស្លាប់អស់ហើយមានតែខូសុកម៉ាមួយទេដែលតាំងពីដឹងក្តីមកហៅលោកសេដ្ឋីថាអោរហូតអញ្ចឹងបើអញងាប់ទៅមើលតែចិត្តដែកចោលហើយបើអញស្លាប់ទៅគឺទ្រព្យសម្បត្តិបើអញគ្មានទៅអាណាទេតអានឹងទាំងអស់អញ្ចឹងរកវិធីសម្លាប់ឲ្យលើកចុងក្រោយអញ្ចឹងតែសេចតម៉ាយមួយវិចនឹងកម្មាទៀតហ៎បងកកកូនមាសឪពុកអាពេលចង់សម្លាប់គេនិយាយព្រោះកូនឯងមកចិត្តឪពុកចង់ឲ្យកូនឯងយកកម្មានេះនឹងបណ្ដាំរបស់លោកឪពុកនេះយកទៅជូនមិត្តភ័ក្តិរបស់លោកឪពុកដែលជាមេតបដូចគ្នាគាត់ហ្នឹងអតីតជាមេតបដែរការពារព្រះបរមរាជវាំងដូចគ្នាអញ្ចឹងប្រាប់ទៅអតីតមិត្តភ័ក្តិម្នាក់ទៀតនៅក្រុងផ្សេងហ្នឹងកូនឯងយកបង្វិចហ្នឹងយកទៅជូនគាត់ឲ្យដល់ដៃគាត់ហើយអ្នកណាសុំបើកបង្វិចហ្នឹងមើលកុំឲ្យគេមើលឲ្យសោះព្រោះក្នុងហ្នឹងតសេប្រាប់មិត្តភ័ក្តិនៅនោះហើយទោះបីគ្នាបើកមើលក៏អត់ចេះមើលដែរមិនដឹងអាណាមិនក៏អត់ចេះសប៉ុន្តែហាមកុំឲ្យអ្នកដតីបើកមើលឲ្យសោះអញ្ចឹងទៅក៏ប្រាប់ក្នុងហ្នឹងដឹងគេដាក់មិនហ៎ថាបើសម្លាញ់ឃើញបរោះហ្នឹងទៅដល់ថ្ងៃសម្លាប់ចោលថ្ងៃបរោះហ្នឹងទៅដល់យប់សម្លាប់ចោលយប់ដល់ម៉ោងណាសម្លាប់ចោលម៉ោងណាអញ្ចឹងក៏យកកម្មាហ្នឹងរត់កាត់ព្រៃកាត់ទឹក3យប់3ថ្ងៃញោមថ្មើរជើងតម្រាំដល់ផ្ទះជាសម្លាញ់របស់គាត់ហ្នឹងរបស់ឪពុកហ្នឹងអញ្ចឹងទៅដល់វាកដាលយប់ហើយកដាលយប់សេដ្ឋីណាគេចេញមកជួបយើងអត់ទេអញ្ចឹងគេថាឯងអ្នកបំរើនាងនាំគ្នាដាក់បាយដាក់ទឹកឲ្យគាត់ពិសាសិនទៅចាំស្អែកចាំឲ្យមកជួបយើងណែប៉ុនវាអត់ត្រូវស្លាប់ញោមអញ្ចឹងគេឲ្យរៀបចំបាយទឹកហើយគាត់ហូបបាយហូបទឹកហើយចូលទៅដេកទៅហើយចូលទៅដេកទៅវាហត់វានឿយពេកទៅញោមអត់ភ្លេចទាំងបាត់ទ្វារនឹងទៅទៀតហើយអ្នកបំរើស្រីដែលយកបាយទៅឲ្យនេះឃើញខូសុកម៉ាវាស្អាតណាស់ញោមខូសុកម៉ាស្អាតណាស់ចិត្តទៅមកពីទេវបុត្រញោមតែធ្លាក់ពីទេវបុត្រមកកើតនៅតែហ្នឹងស្អាតណាស់អាត្មារអ្នកណាឲ្យស្អាតដូចគាត់នឹងវាអត់មានបងស្អាតតែហ្មងក្តោងសម្មុខក៏ស្អាតរៀងក៏ស្អាតមកចប់ហ្នឹងគឺស្អាតមែនតើហ្មងដល់ពេលអញ្ចឹងធម្មតាស្ត្រីឃើញបរោះស្អាតប្លែកអញ្ចឹងណាมันនាំគ្នាទៅប្រោគ្នានៅចក្រាននៅកន្លែងដេកអ្នកបំរើស្រីហ្នឹងมันប្រោគ្នានៅបន្ទប់ក្បែរបន្ទប់របស់អ្នកស្រីកូនសេដ្ឋីហ្នឹងឯងកូនសេដ្ឋីម្ចាស់ផ្ទះហ្នឹងនាងឯងដឹងទេបរោះមកពីណាស្អាតណាស់មកដេកនៅផ្ទះយើងហ្នឹងចង់ជួបលោកសេដ្ឋីជាម្ចាស់យើងដល់លឺដល់កូនសេដ្ឋីណាកូនស្រីសេដ្ឋីណាយប់ឡើងនិយាយគ្នាបំលឺអ្នកបំរើនិយាយគ្នានេះកូនសេដ្ឋីលឺដល់លឺអញ្ចឹងចង់ដឹងមើលមកពីណាវាស្អាតប៉ុណ្ណាបាទនាងនេះអត់ដេកនាំគ្នាប្រោគ្នាហ្នឹងអញ្ចឹងក៏គេដេកលក់អស់លោបទៅមើលខ្លួនឯងពេលគេដេកលក់អស់ស្ងាត់លោបទៅមើលបរោះហ្នឹងទៅដល់ឃើញញោមមកចង់ធ្លាក់ថ្លើមវាស្អាតពេកអូលោកឲ្យចុះលោកឯងមកពីណាក៏ស្អាតអីស្អាតម្លេះភ្នែកក៏ល្អក្តោងច្រមុះក៏ល្អតិចក៏សមរៀងក៏សមសាច់ក៏ល្អទាំងអស់អីគិតទៅដូចយាយយើងដូចយ៉ាប់ដែរហ្នឹងយាយឯណានោះទេណាដល់តកយគុណមើលគេមកចប់ចឹងវាស្អាតចឹងទៅ
ហត់ស្ទុះទៅក្នុងបន្ទប់ខ្លួនឯងវិញខ្លាចក្រែងលោឪពុកចេញមកជួបឬក៏នរណាចេញមកជួបក្នុងនាមឯងជាកូនស្រីរបស់សេដ្ឋីទាំងមូលហើយមកលបមើលប្រុសណាវាបាក់មុខបាក់មាត់គ្រួសារអញ្ចឹងអត់ហ៊ាននៅយូរទេស្ទុះរត់ទៅមុខបន្ទប់ខ្លួនឯងទៅដល់បាត់ទ្វារក្រាំងអត់ដេកសុទ្ធមកយប់ហ្នឹងអង្គុយចិត្តតែកវីក្បាលអញ្ចឹងចុកមិនក៏ប្រុសហ្នឹងក៏វាស្អាតអីស្អាតម្លេះលោកវាល្អអីល្អយ៉ាងហ្នឹងអញមិនដែលឃើញប្រុសណាក៏វាស្អាតយ៉ាងហ្នឹងដល់នៅមិនសឹកលួចទៅលបមើលម្ដងទៀតដល់ទៅ2 ដង 3 ដងឃើញអាកាមានៅរោមកណាអីចុះប្រុសល្អនេះមិនក៏វាឆោតអីឆោតម៉េះពេលដេកឲ្យនៅទៅរោមកាមានៅកកទៀតចុះអាកាមាហ្នឹងវាសំខាន់ប៉ុណ្ណាទៅស្រាប់តែទៅមើលដល់គៀកទៅឃើញជាយកាមារុំហ្នឹងចង់មកជួបឲ្យអញជួបរឿងអីមកបើសិននិយាយតាមដំណើរដើមតងព្រោះរឿងហ្នឹងប៉ាន់កាត់ចឹងវាដូចបាស្រាប់តិចទៅទាញជាយកាមាហ្នឹងមើលទៅឃើញអសរហ្នឹងបើសម្លាញ់ឃើញបរោះនឹងដល់ថ្ងៃសម្លាប់ចោលថ្ងៃដល់យប់សម្លាប់ចោលយប់ប្រុសស្អាតហើយគេឲ្យមកងាប់ឲ្យនៅរំដឹងរឿងទៀតនៅក្នុងចិត្តអញ្ចឹងនៅអត់ហ៊ាននិយាយខ្លាចតែភ្ញាក់អញ្ចឹងពងអាស្រឡាញ់គេចង់ងាប់នេះឲ្យយកមកសម្លាប់អាម៉េចឲ្យអញសម្លាប់អាម៉េចអញ្ចឹងយកអាសបត់នឹងចូលដល់ក្នុងបន្ទប់ទៅសេដូរกระดาษថ្មីបើសម្លាញ់ឃើញបរោះនឹងដល់ថ្ងៃការមួយកូនសម្លាញ់ឯងថ្ងៃដល់យប់ការមួយកូនសម្លាញ់ឯងយប់នេះវាចេះចឹងទៀតហ្នឹងហើយវាចេះតែសេដូរចឹងទៀតចឹងតែសេដូរថាបើឃើញបរោះនឹងដល់ថ្ងៃការមួយកូនសម្លាញ់ឯងថ្ងៃដល់យប់ការជាមួយកូនសម្លាញ់ឯងយប់ហើយមនុស្សមិត្តភ័ក្តិធ្លាប់ធ្វើសឹកសង្គ្រាមនៅសមរភូមិមួយគ្នាញោមតែឃើញមិនគេស្រឡាញ់គ្នាណាមនុស្សជំនាន់ដើមបើរាប់អានគ្នាសំខាន់ណាចឹងដល់តសេដូរឲ្យចងដាក់ធម្មតាចឹងវិញព្រលឹមឡើងលោកសេដ្ឋីភ្ញាក់បរោះនេះយកជាណែបណ្ដាំហ្នឹងយកទៅជូនសេដ្ឋីគ្រាន់តែឃើញដឹងហាត់តលេខាដឹងអសររបស់សម្លាញ់របស់ខ្លួនហ្នឹងអត់មានចាំយូរទេឃើញកូនប្រុសហ្នឹងវាស្អាតទៀតនោះការជាមួយកូនកំមុំឯងហ្នឹងទៅវាយកងវាយក្មោះហៅអស់មន្ត្រីមកការអធិកអធមចឹងទៅប្រហែលថ្ងៃក្រោយមកបានដឹងតំណែងថាអានេះឲ្យទៅងាប់វាអត់ងាប់វាទៅការមួយអាកូនសេដ្ឋីហ្នឹងទៀតនោះកាន់តែឈឺចិត្តធ្ងន់ទៅធ្លាក់ឈាមចិត្តដៃចោលចិត្តដៃខ្យល់ក៏តសេចត់ម៉ាយឲ្យហៅខូសុកមាទៅផ្ទះដើម្បីប្រកាសបណ្ដាំមរតកឲ្យប្រាប់មុខអស់មហាជននិងអ្នកច្បាប់ទាំងអស់ថាទ្រព្យសម្បត្តិរបស់អញដាច់ខាតគឺមិនឲ្យខូសុកមាដាច់ខាតមុនក៏ដៃខ្យល់គាត់ហៅមកបំរុងផ្ដាំអញ្ចឹងប៉ិនដល់ប្រពន្ធនេះវាដឹងតែហៅប្តីអញទៅគ្មានបំណងល្អទេព្រោះយកប្តីអញមកសម្លាប់ហើយអញ្ចឹងសុំប្តីទៅតាមជាមួយសុំប្តីទៅជាមួយប្តីធ្វើដំណើរទៅដល់ខណៈនាងនឹងទៅដល់ក្នុងផ្ទះណាកលេចឃើញសិតតែអ្នកមុខអ្នកការឈរព្រៀបចឹងអូច្បាស់ណាស់តានឹងហៅប្តីអញមកប្រាប់បណ្ដាំមរតកហើយព្រោះនាងនេះឆ្លាតគេកូនសេដ្ឋីចឹងគេថាច្បាស់ជាមកប្រកាសបណ្ដាំមរតកចឹងអញត្រូវធ្វើឲ្យតានឹងកាន់ត្រឡប់ចុះចឹងពេលសេដ្ឋីនេះដឹងតែខូសុកមាមកដល់ក្បែរជើងហើយខូសុកមាលុតជង្គង់សម្បាច់ជើងអត់ដឹងតែគេអាក្រក់តាំងពីដើមមកទេនៅតែគ្រប់ដោយឪពុកចឹងញោមអញ្ចឹងទៅពងសម្បាច់ជើងបដើហ្នឹងប្រពន្ធនេះកលេចឃើញដឹងសភាពទាំងអស់លោកសេដ្ឋីនេះរៀបចំប្រកាសបណ្ដាំមរតកសូមអ្នកមុខអ្នកការទាំងអស់ទទួលដឹងលើថាពេលដែលខ្ញុំស្លាប់ទៅទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់វាអត់ទាន់ដល់អាមិនឲ្យទេត្រឹមតែទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ហ្នឹងគឺអាពេលចាប់ដើមទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ហ្នឹងនាងនេះមកយំអោបកកកាន់តែលឺទៅហ៊ុយអោវាឡប់ទៅវាលែងចេញអាមិនឲ្យវាទៅជាដល់វាឡប់ទៅឲ្យខូសុកមាដាច់ខាតនេះបើចេះវាបាត់អាមិនវាចេញឲ្យចឹងទៅចឹងក៏ដាច់ខ្យល់ផឹងទៅគេទៅសេបណ្ដាំមរតកឲ្យតគាត់នឹងទាំងអស់ទៅចប់មែនតើហើយរឿងហ្នឹងក៏មិនបាច់ទៅមុខទៀតទេចប់ហើយឥឡូវសរុបមកវិញញោមស្ដាប់រឿងហ្នឹងហើយយើងពិចារណាក្នុងជីវិតរបស់យើងវិញណាញោមឃើញយើងគួរឲ្យខ្លាចកម្លាំងកម្មហ៎គ្រាន់តែຕົកកូនចោលខ្លួនឯងឲ្យអត់តាន់រួចទេណាគាត់នឹងពេលស្លាប់ពីជាតិហ្នឹងទៅត្រូវទទួលវិបាកនឹងបន្តទៀតឃើញវាចែកដាច់ពីគ្នាទេអាຕົកកូនចោលខ្លួនឯងនេះត្រូវគេយកទៅសម្លាប់មិនតិចសាទេញោមរាប់មើលប្រមាណសាកូនស្ត្រីសោពីនេះមួយសាចោលក្នុងផ្លូវអទេសៈមួយសា2សាចោលមុខក្រោលគោ3សាបោះចោលក្នុងជ្រោះ4សាចោលក្នុងព្រៃស្មោសាន5សាងាយស្មូនស្នាងសម្លាប់6សាហើយចុងក្រោយកំឡោះនេះយកទៅឲ្យសម្លាញ់នោះសម្លាប់មួយសាទៀត7សាញោមឃើញហើយនឹងអត់រួចទេគាត់ស្លាប់ពីជាតិនឹងត្រូវទទួលវិបាកបន្តទៀតប៉ុន្តែសំណួរថាផលដែលគាត់ត្រូវទទួលដោយសារគាត់ទុកកូនចោលជាហេតុអញ្ចឹងនាំឲ្យគេចង់សម្លាប់គាត់គ្រប់លើកគ្រប់សាជាផលដល់ពេលគាត់ការពារព្រះបច្ចេកពុទ្ធជាហេតុនៃកុសលធម៌ហើយអាហេតុហ្នឹងយើងចែកឲ្យដាច់អាទុកកូនចោលជាហេតុនៃអីនៃអកុសលដល់ពេលគាត់ត្រូវគេចង់សម្លាប់ជាផលនៃអកុសលដល់ពេលគាត់ការពារព្រះបច្ចេកពុទ្ធជាហេតុនៃ
កុសលដល់ពេលគេការពារគាត់អត់ឲ្យគាត់ស្លាប់គ្រប់ពេលវាជាផលនៃកុសលចឹងយើងឃើញវាអត់ដែលលាយឡំគ្នាទេតាសាងស្អីហើយគឺវាឲ្យផលទាំងពីរហើយក៏វាអត់ច្រឡុកច្រឡំគ្នាហើយក៏អត់មានអ្នកណាមកទទួលជំនួសបានដែរហើយក៏គ្មានអ្នកណាសាងជំនួសដែរអាហ្នឹងដែលអាត្មានិយាយថារឿងគ្រប់យ៉ាងអត់មានកើតដោយចៃដន្យទេដូចយើងជះទឹកសម្លដាក់គេអត់ចង់ទេប៉ិនដល់ពេលដល់វេលាវាគ្រប់ត្រូវតែជះឲ្យចឹងហ្មងបងដល់ពេលត្រូវគ្រប់ពេលវេលារបស់គាត់ត្រូវគេជះទឹកសម្លដាក់ឲ្យយើងមិនចង់ទេប៉ិនហេតុហ្នឹងវាគ្រប់ដល់ពេលប៉ិនមកនិយាយនឹងនិយាយភាសាធម៌តិចលោប្រាប់ឲ្យចពុកជើងទៅជះទឹកសម្លដាក់គេនឹងផលរបស់នាងត្រូវទទួលតិចលេទៅថាអញ្ចឹងអាម៉មហ្នឹងអាវែកអីមកវិញបាទចឹងកាន់បញ្ជាក់ថារឿងគ្រប់យ៉ាងវាសិតតែមានហេតុហើយនឹងផលវាមិនមែនកើតដោយអត់ហេតុអត់ផលទេណាញោមណាសូមអនុមោទនាបុណ្យបានហើយមិនវែងទៀតទេចប់ចាំជួបគ្នាថ្ងៃក្រោយជាងយើងកុំប្រឡាក់ដោយអកុសលខំប្រឹងចម្រើនកុសលធម៌ទាំងអស់គ្នាព្រោះអកុសលនិងកុសលនេះអត់ច្រឡំម្ចាស់ទេគឺអត់ច្រឡំម្ចាស់ទេហើយតែកាលណាយើងប្រឡាក់អីហើយគឺវិបាកត្រូវតែឲ្យផលហើយយើងពេលដែលវិបាកឲ្យផលជាសុខក៏ដោយជាទុក្ខក៏ដោយពេលដែលយើងយល់ធម៌យល់ហេតុយល់ផលគឺយើងអត់ទោមនស្សសោមនស្សជាមួយវិបាកដែលកើតចំពោះខ្លួនយើងទេទាំងអស់គ្នាយើងទទួលព្រមដោយសោមនស្សវេទនាទាំងអស់ចង់ផលនឹងជាអកុសលក៏ដោយផលជាកុសលក៏ដោយព្រោះយើងដឹងថាអកុសលនិងអកុសលគឺកើតអំពីហេតុនៃការសន្សំរបស់យើងខ្លួនយើងទាំងអស់គ្នាណាញោមសូមអនុមោទនាបុណ្យចប់ធម៌ប៉ុណ្ណឹងសូមបានបុណ្យបានសល់តាមបច្ច័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនា